You're listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីនេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចា៎នាងខ្ញុំម៉ៃសុធានីសូមជម្រាបសួរលោកអ្នកនាងកញ្ញាជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃប្រហ័ស700ខែកដិកឆ្នាំមមីឆស័កពុទ្ធសករាជ2558ហើយដល់ត្រូវនឹងថ្ងៃទី13ខែវិច្ឆិកាគ្រិស្តសករាជ2014លោកអ្នកនាងជាទីមេត្រីជាកិច្ចចាប់ផ្ដើមនេះនាងខ្ញុំសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ព័ត៌មានប្រចាំថ្ងៃសង្គមស៊ីវិលបារម្ភពីការចាប់ខ្លួនប្រសង់និងផ្សឹកជាបន្តបន្ទាប់អង្គការសង្គមស៊ីវិលនិងក្រុមគ្រួសារប្រតិកម្មប្រឆាំងសាលក្រមដែលផ្ដន្ទាទោសកម្មជនដីធ្លីមន្ត្រីសិទ្ធិមនុស្សខេត្តកំពតចុះអង្កេតដីទំនាស់រវាងប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុនសុកគង់ក្រុមហ៊ុនកាសូទីនឈូសឆាយដំណាំប្រជាពលរដ្ឋនិងសង់ទីលំនៅលើដីមានចំនួនរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតជាបន្តទៅទៀតនេះនាងខ្ញុំម៉ៃសុធានីសូមជូនព័ត៌មានពិស្ដាសង្គមស៊ីវិលព្រួយបារម្ភពីការចាប់ខ្លួនប្រសង់វត្តស្ទឹងមានជ័យ2អង្គបន្ថែមទៀតខណៈដែលសមត្ថកិច្ចបានចាប់ខ្លួននិងផ្សឹកបដិជនគុណសឿនថាយការចាប់ខ្លួននេះសង្គមស៊ីវិលចាត់ទុកថាជាអំពើយងខ្នងហើយថាសមត្ថកិច្ចគ្មានអំណាចណាទៅចាប់ប្រសង់យកទៅឃុំឃាំងបានទេលក្ខខណ្ឌណាមិនមានការផ្សឹកត្រឹមត្រូវពីមន្ត្រីសង្ឃតាមធម៌វិន័យនៅក្នុងព្រះពុទ្ធសាសនាចាលោកច័ន្ទសវេតអនុប្រធានផ្នែកអង្កេតនៃសមាគមអាត់ហុកបានដឹងថាការចាប់ខ្លួនប្រសង់ពីរអង្គនេះគឺជារឿងនយោបាយសុទ្ធសាធព្រោះថាបដិជនគុណថាច់សាមនិងបដិជនគុណខិតបណ្ណៈគង់នៅកុដិលេខ44ក្នុងវត្តស្ទឹងមានជ័យរាជធានីភ្នំពេញជាមួយនឹងបដិជនគុណសឿនហាយនៅក្នុងលេខទូតែម្ដងថាប្រសង់មិនចាំបីឲ្យមានការចាក់ខ្លួនឬក៏ចោទប្រកាន់អីទេក៏មិនមានការដោះលែងកន្លងទៅវិញគឺរឿងមួយដើម្បីឲ្យជាបរិវត្តស្ងប់ចិត្តព្រោះឥឡូវជាបរិវត្តកំពុងតែពិនិត្យមើលស្ថានភាពនេះមានការផ្ទៃខ្លាចព្រួយបារម្ភព្រោះការចាត់ខ្លួនកន្លងផុតថ្មីនេះរយៈពេលនេះគឺយើងឃើញមានចាប់ប្រសង់មានចាប់សហគមន៍មានចាប់សមាជិកគណៈបញ្ញោបាយអញ្ចឹងថាតើស្ថានភាពនេះអាចជាភាពស្ងប់ស្ងាត់ទេឬក៏ជាការប្រឆេះកំហឹងដល់ពលរដ្ឋកាន់តែស្ដាយកាហាយឬក៏យ៉ាងម៉េចចាលោកច័ន្ទសវេតចាត់ទុកថាការចាប់ខ្លួននេះអាចជាការបំបាក់ស្មារតីប្រសង់ដែលចូលរួមតវ៉ាជាមួយនឹងប្រជាពលរដ្ឋហើយដែលបានជួបភាពអយុត្តិធម៌ដូចជាព្រឹកថ្ងៃទី12ខែវិច្ឆិកាម្សិលមិញប្រសង់ពីរអង្គនោះគ្រាន់តែទៅចូលរួមធ្វើការតវ៉ាជាមួយនឹងប្រជាពលរដ្ឋមានចំនួនដីធ្លីហើយដែលស្នាក់នៅវត្តសាមគ្គីរាំងសីបែរទៅជាសមត្ថកិច្ចចាប់ខ្លួននិងចោទថាបានយកដំបងចងជាមួយនឹងទង់ជាតិដើម្បីប្រាហិង្សាជាមួយនឹងសមត្ថកិច្ចទៅវិញចាវត្ថុអសីសេរីមិនអាចតាក់ទងលោកគៀតចន្ទរិទ្ធអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិដើម្បីឆ្លើយបំភ្លឺអំពីករណីនេះបានទេកាលពីម្សិលមិញគឺនៅបន្ទាប់ពីសមត្ថកិច្ចដែលបានចាប់ខ្លួនប្រសង់ទាំងពីរអង្គនោះទៅសាកសួរនៅការិយាល័យធម្មការខណ្ឌមានជ័យហើយក៏បានបញ្ជូនទៅឃុំឃាំងនៅស្នងការរាជធានីភ្នំពេញចាលោកនាងជាទីមេត្រីពាក់ព័ន្ធនឹងការចាប់ខ្លួននេះដែរមន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលសវនាការពេញមួយថ្ងៃកាលពីម្សិលមិញយល់ឃើញថាការសម្រេចផ្តន្ទាទោសប្រឆាំងស្ត្រីដែលជាសកម្មជនការពារដីធ្លី3នាក់បន្ថែមទៀតនិងប្រសង់វត្តស្ទឹងមានជ័យមួយអង្គផងនោះប្រៀបដូចជារឿងឆាកកំប្លែងចាមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សលីកាដូចាត់ទុកថាការសម្រេចឲ្យសកម្មជនទាំងនោះមានទោសគឺពុំបានផ្អែកទៅលើភស្តុតាងដាក់បន្ទុកណាមួយទាល់តែសោះចាលោកមុំនិរតមានសេចក្តីរាយការណ៍ជុំវិញការថ្លែងតវ៉ារបស់សាច់ញាតិជនជាប់ចោទនៅខាងមុខសាលាដំបងរាជធានីភ្នំពេញបាក់ពុជលាការថោកទៀតដាច់ខាបាក់ពលនិយមក៏ដាក់បណ្ដាសាឲ្យតុលាការដែរភ្លាមបន្ទាប់ពីសាលក្រមសម្រាប់ផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់មួយឆ្នាំ
នឹងពិន័យជាប្រាក់2លានរៀលប្រឆាំងប្រសងមួយអង្គគង់នៅវត្តស្ទឹងមានជ័យនិងស្ត្រី3នាក់ផងសាច់ញាតិជនជាប់ចោតទាំងនេះបានស្រែកយំយ៉ាងកងរំពងមានអ្នកខ្លះអោបគ្នាហើយអ្នកខ្លះទៀតបោកខ្លួននៅក្បែររបងសាលាដំបងរាជធានីភ្នំពេញខណៈដែលរថយន្តកំពុងព្យាយាមបង្កើនល្បឿនដោយប្រញាប់ចេញពីតុលាការដឹកពួកគេបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃសរវិញរស់នៅភូមិមួយក្នុងតំបន់បឹងកក់លោកលឹមសំអឿនដែលភរិយារបស់លោកត្រូវបានកងសន្តិសុខខណ្ឌ7មករាចាប់ខ្លួនកាលពីថ្ងៃទី11នៅខាងមុខតុលាការថ្លែងថាលោកពិតជាអស់ជំនឿចំពោះចំណាត់ការរបស់តុលាការនៅពេលនេះដែលរកឃើញថាប្រពន្ធរបស់លោកមានទោសពីបទចោទថាបានមើលងាយសមត្ថកិច្ចលោកថ្លែងបន្តថាតុលាការនៅកម្ពុជាពិតជាមិនអាចឈរលើឯករាជ្យភាពដោយការរិះគន់របស់មហាជនមែនខ្ញុំមានធ្វើអីគ្រាន់តែមកឈរនៅមុខតុលាការសោះបើជាចោទប្រកាន់គ្នាពីបទមើលងាយសមត្ថកិច្ចដាក់ទោសគ្នារហូតមួយឆ្នាំចោទគួរ4នាក់នៅទៀតចៅក្រមជំនុំជម្រះនៃសាលាដំបងរាជធានីភ្នំពេញលោកភីឆាយសម្រាប់ផ្ដន់ទាទោសដាក់ពន្ធនាគារស្ត្រី3នាក់និងប្រសង់មួយអង្គព្រះនាងសឿនហាយរយៈពេល1ឆ្នាំនិងពិន័យជាប្រាក់ក្នុងម្នាក់2លានរៀលពីបទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈដោយមានស្ថានទម្ងន់ទោសតាមមាត្រា504នៃក្រមព្រហ្មទណ្ឌនៅពេលនេះភិក្ខុសឿនហាយគង់នៅវត្តស្ទឹងមានជ័យដែលត្រូវសមត្ថកិច្ចផ្សឹកដោយបង្ខំភ្លាមក៏រយចាប់បញ្ជូនទៅដល់ស្នងការរាជធានីភ្នំពេញនោះនៅមានសំណុំរឿង2បន្ថែមទៀតដែលកំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរនៅឡើយបើរកឃើញថាមានទោសមែននោះព្រះអង្គអាចប្រឈមនឹងបទចោទស្លៀកដណ្ដប់ស្បង់ជាពោបែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិតាមមាត្រា508និងចោទពីបទប្រើប្រាស់ឯកសារសាធារណៈក្លែងតាមមាត្រា230នៃក្រមព្រហ្មទណ្ឌអ្នកនាំពាក្យនៃសាលារាជធានីភ្នំពេញនៅថ្ងៃទី12វិច្ឆិកាក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដែរដោយចាត់ទុកថាព្រះសង្ឃព្រះនាងសឿនហាយគឺបានប្រើប្រាស់ឆាយលក្ខណ៍ក្លែងក្លាយដោយឡែកប្រជាពលរដ្ឋផ្សេងទៀតដែលត្រូវបានចាប់ខ្លួនក្នុងពេលដូចគ្នានេះដែរគឺរងការចោទប្រកាន់ថាជាក្រុមបង្កការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមពាក់ព័ន្ធរឿងនេះប្រជាពលរដ្ឋដែលចូលរួមតវ៉ាដើម្បីទាមទារឲ្យដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនស្ដីបន្ទោសរដ្ឋាភិបាលថាបើយកច្បាប់ចរាចរណ៍មកអនុវត្តដោយទម្លាក់កំហុសការបិទផ្លូវដើម្បីស្វែងរកដំណោះស្រាយថាជាបទល្មើសនោះរដ្ឋាភិបាលមានរឿងច្រើនណាស់ដែលត្រូវចោទប្រកាន់ក្នុងមួយថ្ងៃក្នុងរឿងកកស្ទះចរាចរណ៍នេះដូចជាធ្វើរោងការឬរោងបុណ្យបិទផ្លូវឬពិធីណាមួយដែលរំខានដល់ការធ្វើដំណើរសាធារណៈលោកអំសំអាតមន្ត្រីការពារសិទ្ធិមនុស្សនៃអង្គការលីកាដូយល់ឃើញថាការចាប់ខ្លួននិងផ្ដន្ទាទោសប្រឆាំងសកម្មជនទាំងនេះវាគួរឲ្យអាម៉ាស់ណាស់ដោយហេតុថាពុំមានភស្តុតាងបញ្ជាក់ណាមួយថាពួកគេមានទោសឡើយលើសពីនេះទៀតប្រការដែលរឹតតែមិនអាចទទួលយកបាននោះគឺសំណុំរឿងដាក់បន្ទុកនេះសុទ្ធតែជាឆាកល្ខោនដែលមិនគួរជឿទុកចិត្តបានយើងមើលទៅទាំងរូបភាពទាំងភស្តុតាងគ្មានចំណុចណាដែលបង្ហាញអំពីការធ្វើឲ្យកកស្ទះចរាចរណ៍ទេទៅវិញគឺបង្ហាញអំពីការសំណូមពរនិងការទាមទារឲ្យបណ្ដោះទឹកចេញពីតំបន់បឹងកក់តែប៉ុណ្ណោះយ៉ាងលោកស្រីហេងពេជ្រសកម្មជនដីធ្លីនៅតំបន់បឹងកក់លោកស្រីអឹមស្រីទូចអតីតសកម្មជននៅក្នុងតំបន់បឹងកក់លោកស្រីភួងសុភាពអ្នកភូមិថ្មគោលនិងព្រះសង្ឃវត្តស្ទឹងមានជ័យព្រះនាងសឿនហាយត្រូវបានកម្លាំងចម្រុះរបស់រដ្ឋាភិបាលចាប់ខ្លួនកាលពីថ្ងៃទី11វិច្ឆិកាភ្លាមក្រោយពីចាប់ខ្លួនពួកគេត្រូវបានបញ្ជូនទៅឃុំនៅស្នងការរាជធានីភ្នំពេញមុននឹងបើកសវនាការជំនុំជម្រះនៅថ្ងៃបន្ទាប់មូលហេតុនៃការចាប់ខ្លួនគឺធ្វើឡើងនៅពេលពួកគេប្រមូលផ្ដុំគ្នានៅខាងមុខសាលាដំបងរាជធានីភ្នំពេញដើម្បីទាមទារដោះលែងស្ត្រី7នាក់នៅសហគមន៍បឹងកក់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខាងមុខសាលារាជធានីភ្នំពេញកាលពីថ្ងៃទី10វិច្ឆិកាក្នុងពេលប៉ុន្មានថ្ងៃមុននេះរដ្ឋាភិបាលបានបើកយុទ្ធនាការចាប់ទាំងសកម្មជនគណបកប្រឆាំងព្រះសង្ឃព្រមទាំងសកម្មជនការពារដីធ្លីផងបន្ទាប់មកប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់មុននឹងបន្តដាក់ពន្ធនាគារខ្ញុំមកមនីរតវិទ្យុអាស៊ីសេរីភ្នំពេញចាលោកនាងកញ្ញាកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington តើមូលហេតុអ្វីបានជាតុលាការចាប់ឃុំខ្លួនមន្ត្រីគណៈបក្សសង្គ្រោះជាតិសកម្មជនដីធ្លីនិងប្រសង់ជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃនេះបើទោះបីជាគណៈបក្សឆ្នះឆ្នោតទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់ចំនួននយោបាយក៏ដោយចាលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះនាពេលបន្តិចទៀតនេះចាមន្ត្រីអង្គការសិទ្ធិមនុស្សចំនួន2ប្រចាំខេត្តកំពតគឺសមាគមអាត60និងអង្គការលីកាដូកាលពីម្សិលមិញបានចុះទៅពិនិត្យមើលដីចម្ការប្រជាពលរដ្ឋចំនួន2ឃុំដែលស្ថិតនៅក្នុងស្រុកទឹកឈូខេត្តកំពតហើយដែលមានទំនាស់ជាមួយនឹងក្រុមហ៊ុនលោកអុកញ៉ាសុកគង់និងដីឧទ្យានជាតិភ្នំបូកគោ
ការចុះទៅអង្កេតមើលនេះក៏នៅបន្ទាប់ពីក្រមប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងឲ្យជួយដោះស្រាយចាលោកមហាជាតិដែលបានចុះទៅដល់ទីតាំងដីទំនាស់នោះមានសេចក្តីរាយការណ៍មន្ត្រីអង្គការអាត់ហុកប្រចាំខេត្តកំពតលោកប្រាក់សារ៉ាន់ដែលបានចុះទៅអង្កេតដីទំនាស់នៅក្នុងភូមិសាស្ត្រជើងភ្នំបូកគោនៅក្នុងស្រុកទឹកឈូសង្កេតឃើញថាមានដីប្រជាពលរដ្ឋមួយចំនួនបានដាំដំណាំរួចហើយចំណែកដីខ្លះទៀតប្រជាពលរដ្ឋកំពុងធ្វើស្រែតែពួកគាត់មិនអាចទទួលធ្វើជាម្ចាស់កម្មសិទ្ធិបានតាមពិតខ្ញុំទទួលបានពាក្យបណ្ដឹងប្រជាពលរដ្ឋហ្នឹងវាមាន2ឃុំប្រជាពលរដ្ឋនៅក្នុងឃុំកោះតូចស្រុកទឹកឈូប្រជាពលរដ្ឋនៅក្នុងឃុំបឹងទូកស្រុកទឹកឈូប៉ុន្តែក៏មានប្រជាពលរដ្ឋនៅក្នុងក្រុងកពតដែលគាត់មានដីនៅក្នុងឃុំបឹងទូកនិងដីនៅក្នុងឃុំកោះតូចការអង្កេតនេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋប្រមាណ70គ្រួសារបានដាក់ពាក្យបណ្ដឹងទៅការិយាល័យអង្គការអាត់ហុកនិងលីកាដូនៅពេលថ្មីៗនេះសូមអន្តរាគមន៍រកយុត្តិធម៌ឲ្យពួកគាត់ដើម្បីទទួលប្លង់កាន់កាប់ដីស្របច្បាប់លោកថាទីតាំងទំនាស់នោះមានម្ចាស់ដីខ្លះនៅក្នុងមូលដ្ឋាននេះខ្លះមកពីក្រុងកំពតនិងភ្នំពេញនិងមានប្រជាពលរដ្ឋខ្លះបញ្ចេញកម្លាំងញើសឈាមកាប់គាស់រៀនដីព្រៃយកនៅក្នុងអំឡុងឆ្នាំ1996និងអ្នកមកពីចម្ងាយទិញដីនេះក៏មានតំបន់ដីទំនាស់នេះស្ថិតនៅខ្សែស្របជួរជើងភ្នំបូកគោនិងផ្លូវរទេះភ្លើងដែលមើលទៅផ្ទៃដីចំការដំណាំលាយឡំទៅនឹងព្រៃល្បោះដុំវែងដាច់កន្ទុយភ្នែកកាលពីឆ្នាំ2012ក្រុមនិស្សិតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចុះមកវាស់ដីតំបន់នេះតែវាស់បានតែមួយចំនួនក៏ផ្អាកមកទល់នឹងសប្តាហ៍ថ្ងៃម្ចាស់ដីម្នាក់គឺអ្នកស្រីហុងមុំអាយុជាង50ឆ្នាំរស់នៅក្នុងក្រុងកំពតដែលមានដី5ហិកតានោះឲ្យដឹងថាដីភាគច្រើនដែលនិស្សិតមិនបានវាស់ហើយប្រជាពលរដ្ឋកំពុងតែរងចាំនិស្សិតនោះចុះវាស់ម្ដងទៀតហើយខ្ញុំទាំងអស់គ្នាប្រជាពលរដ្ឋណាឮសម្ដេចនាយកគាត់ប្រកាសថាឲ្យវាស់ជូនប្រជាពលរដ្ឋណាយើងខ្ញុំទាំងអស់គ្នានឹងសប្បាយរីករាយអរណាក៏ប៉ុន្តែរងចាំការវាស់វែងនឹងមិនឃើញវាស់វែងសោះវាស់វែងហើយមិនចាញ់ប្លង់ឲ្យអ្នកដែលមិនតាន់វាស់នឹងក៏អត់វាស់ឲ្យទៀតចេះតែថាសួរទៅខាងវាស់ឯនោះហើយចាំមកវាស់ឯនេះហើយចាអត់មានជូនសេចក្តីដំណឹងឲ្យប្រជាពលរដ្ឋហ្នឹងប្រជាពលរដ្ឋតែមកជឿចំណែកអ្នកស្រីកឹមសុផាអាយុ45ឆ្នាំនៅឃុំអណ្ដូងខ្មែរស្រុកទឹកឈូថាដីគាត់បានវាស់ហើយតែមិនទាន់បានទទួលប្លង់កាន់កាប់នៅឡើយកាលពីក្រុមនិស្សិតដែលចូលចុះវាស់ហ្នឹងតែមកដល់សប្តាហ៍ថ្ងៃនេះអត់ទាន់បានប្លង់ឯជាង2ឆ្នាំហើយចាឥឡូវខ្ញុំសូមជំនុំពរឲ្យប្លង់ហ្នឹងឲ្យចេញឲ្យខ្ញុំឲ្យឆាប់មកអត់មាននៅយូរចឹងទេវិទ្យុអាស៊ីសេរីមិនអាចតាក់ទងក្រុមហ៊ុនសុកគង់និងអភិបាលខេត្តរងលោកជឹមផល្លាបនៅថ្ងៃទី12វិច្ឆិកាដោយលោកចុចផ្ដាច់ទូរស័ព្ទក៏ប៉ុន្តែបើតាមសេចក្តីជូនដំណឹងរបស់អភិបាលខេត្តលោកខុយខុនហួរចុះថ្ងៃទី12មិថុនាឆ្នាំ2013ក្រុមនិស្សិតនឹងបន្តវាស់វែងដីនេះលុះត្រាចប់ក៏ប៉ុន្តែនៅពេលនេះត្រូវផ្អាកមួយរយៈសិនដោយកំពុងជាប់របួសដោះស្រាយទំនាស់ដីនៅក្នុងតំបន់នេះជាមួយនឹងអាជ្ញាធរខេត្តខ្ញុំវូហាជាតិវិទ្យុអាស៊ីសេរីខេត្តកំពតចំណែកក្រុមហ៊ុនកាសុទីននៅខេត្តកោះចេះវិញបានយកគ្រឿងចាក់ត្រាក់ទ័រមួយគ្រឿងនិងកម្មករប្រមាណជា10នាក់មកឈូសឆាយដំណាំដំឡូងប្រជាពលរដ្ឋនៅលើផ្ទៃដីកំពុងមានចំនួនប្រមាណជា5ហិកតាកាលពីម្សិលមិញសង្គមស៊ីវិលបានទាមទារឲ្យអាជ្ញាធរពន្យាការដោះស្រាយនិងស្នើឲ្យភាគីទាំងពីរផ្អាកធ្វើសកម្មភាពលើដីមានចំនួននោះលោកប្រាជ្ញជេវរាយការណ៍ការជួសឆាយដីរបស់ក្រុមហ៊ុនកាសូទីនគឺស្ថិតក្នុងអំឡុងដែលក្រសួងដែនដីដាក់បញ្ជាឲ្យអភិបាលខេត្តក្រចេះដោះស្រាយបញ្ហាដីនេះរវាងក្រុមហ៊ុននិងប្រជាពលរដ្ឋប្រជាពលរដ្ឋចំនួន5គ្រួសារកំពុងដាំដំណាំដំឡូងមីនិងរស់នៅលើដីមានចំនួនស្ថិតនៅក្នុងភូមិតាសោមឃុំស្វាយជ្រេះស្រុកស្នួលខេត្តក្រចេះដីពួកគេកាន់កាប់សប្តាហ៍ថ្ងៃចំនួន20ហិកតានេះបើតាមស្លាកប័ណ្ណដែលវាស់វែងកាលពីឆ្នាំ2012ដោយក្រុមនិស្សិតស្ម័គ្រចិត្តប៉ុន្តែភាគីក្រុមហ៊ុនថាប្រជាពលរដ្ឋទាំង5គ្រួសារនោះមានដីតែ16ហិកតាប៉ុណ្ណោះតំណាងប្រជាពលរដ្ឋលោកថនមករាដែលកំពុងមានចំនួនជាមួយក្រុមហ៊ុនកាសូទីមឲ្យដឹងថាប្រជាពលរដ្ឋមានចំនួនជាមួយក្រុមហ៊ុនចាប់តាំងពីឆ្នាំ2012មកម្លេះហើយចាប់តាំងពីមានចំនួនក្រុមហ៊ុនបានយកគ្រឿងចាក់មកឈូសឆាយនៅលើដីចំនួន4ដងមកហើយទាំងលើកនេះលោកថាប្រជាពលរដ្ឋនឹងនាំគ្នាទៅភ្នំពេញតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃទី13ខែវិច្ឆិកាខណៈដែលអាជ្ញាធរខេត្តក្រចេះមិនមានចំណាត់ការលើសកម្មភាពរំលោភបំពានរបស់ក្រុមហ៊ុនកាសូទីមគឺមកច្រើនលើកណាមកលើកទី1ឈូសឆាយខ្លះតែខ្ញុំបានប្តឹងគឺបានដេញបានអីទៅបានចេញទៅភាសាលើកទី2ក៏មកទៀតមកឈូសឆាយដលងខ្ញុំអស់2-3ហិកតាអញ្ចឹងខ្ញុំបានដេញទៅវិញតែលើកទី3ខ្ញុំឈូសឆាយដលងខ្ញុំអស់ជិត20ហិកតាបាទគឺឈូសឆាយទាំងស្រុងហ្មងគឺបានយកកម្លាំងមកច្រើនកម្លាំងចម្រុះមកឈូសឆាយដលងខ្ញុំទាំងស្រុងហ្មង
ប្រជាពលរដ្ឋទាំង5គ្រួសារដែលមានចំនួននោះរួមមានគ្រួសារលោកថនមករាជាសមនថងថេងទឹមសារិមនិងឈ្មោះដាំសរុនក្រោយពីពួកគេបានទាមទារតវ៉ាសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី18ខែកញ្ញារដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់លោកអឹមចិនលឹមបានផ្ញើលិខិតមួយច្បាប់ឲ្យអភិបាលខេត្តក្រចេះពិនិត្យនិងដោះស្រាយបញ្ហាដី20ហិកតានេះលោកខួនភិរមតំណាងក្រុមហ៊ុនកាស៊ូទីមដែលដឹកនាំក្រុមកម្មករចុះឈូសឆាយនៅលើដីដែលមានចំនួនឲ្យវិទ្យុអាស៊ីសេរីដឹងថាដីដែលលោកឈូសឆាយនេះគឺជាដីរបស់ក្រុមហ៊ុនកាស៊ូទីមហើយលោកឈូសឆាយនេះដើម្បីយកផ្លូវដឹកដំឡូងលោកខួនភិរុនបន្តថាក្រុមហ៊ុនលោកមិនបានរំលោភបំពានដីប្រជាពលរដ្ឋទេប៉ុន្តែប្រជាពលរដ្ឋឯនោះទេដែលរំលោភបំពានដីរបស់ក្រុមហ៊ុនលោកមិនដីកត់ទេដីកត់គឺនោះកណ្ដាប់ព្រំមកហើយ16ហិកតានោះមានប៉ះពាល់កត់ទេចាក់ស្លាញ់គាត់ទៅយកដីខ្ញុំដែលមកធ្វើលំនៅឋានទៀតដែលខ្ញុំមករុញតាក់ស្អីមានមកភូមិហ្នឹងក៏គេទទួលធ្វើតាក់ស្អីទាំងអស់តាមការអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាត់ហុកប្រចាំខេត្តក្រចេះដីដែលមានចំនួននេះកាលពីឆ្នាំ2012ក្រុមនិស្សិតស្ម័គ្រចិត្តបានចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋទាំងអស់ចំនួន5គ្រួសារក្នុងនោះមួយគ្រួសារទទួលបានដីចំនួន5ហិកតាប៉ុន្តែនៅឆ្នាំ2013គឺប្រជាពលរដ្ឋទាំង5គ្រួសារបានតែ16ហិកតាប៉ុណ្ណោះដែលបាត់អស់4ហិកតានឹងកាលពីថ្ងៃទី15ខែកក្កដាឆ្នាំ2014អាជ្ញាធរខេត្តក្រចេះបានចុះវាស់ព្រំដីប្រជាពលរដ្ឋនឹងក្រុមហ៊ុនហើយក្រុមហ៊ុនបានឈូសឆាយដីប្រជាពលរដ្ឋដែលកំពុងដាំដំឡូងអស់ជាង10ហិកតាមន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាត់ហុកប្រចាំខេត្តក្រចេះលោកហេងភិរៈដែលចុះដល់កន្លែងកើតហេតុយល់ថាក្រុមហ៊ុនកាស៊ូទីមមិនគ្រប់តាមឆន្ទៈដោះស្រាយរបស់រដ្ឋាភិបាលនិងអាជ្ញាធរខេត្តក្រចេះលោកទាមទារឲ្យអាជ្ញាធរខេត្តក្រចេះពន្លឿនដោះស្រាយបញ្ហាដីធ្លីនេះក្នុងដំណាក់កាលនៃការស្វែងរកដំណោះស្រាយភាគីទាំងពីរគួរតែទុកដីឲ្យទំនេរសិនសមាគមអាត់ហុកយើងបារម្ភខ្លាចតែការសាងសង់លើដីនេះទោះជាអំពើហិង្សាវាអាចខ្លាយទៅជាបាត់ល្មើសព្រំវិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីអភិបាលរងខេត្តក្រចេះលោកខាន់ចំណានដែលធ្លាប់ចុះវាស់វែងលើដីមានចំនួននេះបាននៅឡើយទេនៅថ្ងៃទី12ខែវិច្ឆិការបាយការណ៍បញ្ហាដីធ្លីក្នុងឆ្នាំ2014នៅខេត្តក្រចេះរវាងក្រុមហ៊ុននិងប្រជាពលរដ្ឋដែលសមាគមអាត់ហុកប្រចាំខេត្តនេះទទួលបានកើតឡើងចំនួន12ករណីប៉ុន្តែអាជ្ញាធរបានដោះស្រាយតែមួយករណីប៉ុណ្ណោះខ្ញុំប្រាជេវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តក្រចេះចាលោកនាងជាទីមេត្រីពីខេត្តព្រៃវែងនៅនោះវិញតុលាការខេត្តបានកោះហៅប្រជាពលរដ្ឋចំនួន7នាក់នៅក្នុងភូមិថ្នោតឃុំកំពង់ឫស្សីស្រុកពោធិ៍រៀងឲ្យចូលខ្លួនមកឆ្លើយបំភ្លឺនៅសាលាដំបងខេត្តកាលពីម្សិលមិញគឺតាក់ទងនឹងករណីទំនាស់ដីរួមមួយកន្លែងនៅក្នុងសហគមន៍ប៉ុន្តែមនុស្សដែលតុលាការកោះហៅនោះមិនមានវត្តមានទេលោកមុំសុផុនមានសេចក្តីរាយការណ៍អំពីរឿងនេះប្រជាពលរដ្ឋភូមិថ្នោតក្នុងឃុំកំពង់ឫស្សីស្រុកពោធិ៍រៀងខេត្តព្រៃវែងប្រមាណជាង100នាក់បាននាំគ្នាធ្វើដំណើរដោយថ្មើរជើងចម្ងាយប្រមាណ10គីឡូម៉ែត្រពីភូមិរបស់ខ្លួនដើម្បីមកកាន់តុលាការខេត្តព្រៃវែងនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2014ការឡើងមកជួបជុំគ្នានេះគឺតបតាមការកោះហៅរបស់តុលាការខេត្តព្រៃវែងឲ្យប្រជាពលរដ្ឋចំនួន7នាក់មកបំភ្លឺតាក់ទងទៅនឹងរឿងទំនាស់ដីធ្លីមួយកន្លែងនៅក្នុងមូលដ្ឋានរបស់ខ្លួនអ្នកស្រីយឹមទូចពលរដ្ឋរស់នៅក្នុងភូមិថ្នោតដែលបានធ្វើដំណើរមកមុខតុលាការបានថ្លែងថាក្រុមអ្នកភូមិបានសម្រេចចិត្តមកបើទោះបីជាផ្លូវឆ្ងាយមានការហាមឃាត់និងត្រួតពិនិត្យច្បាប់ចរាចរណ៍ក៏ដោយការព្យាយាមរបស់ពួកគាត់នេះគឺដើម្បីទុកដីសាលាឆទានជាសម្បត្តិរួមនិងសម្រាប់អ្នកចំនួនក្រោយអ្នកស្រីបានថ្លែងបន្តថាដីដែលមានទំហំជាង60 អាគឺជាសម្បត្តិរួមមិនមែនជាសម្បត្តិរបស់ឯកជនដូច្នេះអ្នកភូមិបានឡើងមកទាំងអស់គ្នាដើម្បីបញ្ជាក់ថាដីនោះគឺជាដីកម្មសិទ្ធិសមូហភាពតុលាការគេក៏ហៅ7នាក់ប៉ុន្តែប្រជាជនទាំងអស់គ្នានឹងមិនសុខចិត្តឲ្យ7នាក់នឹងមកដោះស្រាយទេព្រោះមិនមែនប្រយោជន៍ផ្ទាល់ខ្លួនអ្នក7នាក់នឹងជាប្រយោជន៍រួមហើយឆ្លើយឲ្យអ្នកនឹងធ្វើតំណាងអ្នកនឹងគេមិនហ៊ានធ្វើគេមិនហ៊ានទេព្រោះរបស់រួមហើយមិនមែនប្រយោជន៍អ្នកនឹង7នាក់នឹងទេបានប្រជាជនសុខចិត្តតស៊ូនឹងព្រោះធ្វើគ្រប់ឈើធ្វើទាំងអស់គ្នាហើយដល់ពេលហៅតែ7នាក់មិនគេសុខចិត្តបានន័យថាសង្កត់តែ7នាក់នឹងក៏ធ្វើដោយអ្នករាប់រយនាក់នឹងដែរតាមរបាយការណ៍របស់មេឃុំកំពង់ឫស្សីបានសរសេរថាដីមានទំនាស់គឺជាដីរួមរបស់ភូមិសម្រាប់ធ្វើបុណ្យក៏ប៉ុន្តែត្រូវអធិការនគរបាលស្រុកពោធិ៍រៀងនិងជំទប់ទី1ឃុំបានខុបខិតគ្នាលោកទើបបណ្ដាលឲ្យមានទំនាស់ដល់អ្នកភូមិទាំងស្រុងទោះបីយ៉ាងណាការឡើងមកតវ៉ានៅមុខតុលាការខេត្តព្រៃវែងរបស់អ្នកភូមិថ្នោតនោះគឺមិនមានលទ្ធផលណាមួយឡើយដោយអ្នកភូមិបានត្រឹមអង្គុយហេវហត់នៅមុខតុលាការហើយមិនមានមន្ត្រីតុលាការណាមួយមកសួរនាំព័ត៌មានពីពួកគាត់ឡើយអ្នកសម្របសម្រួលអង្គការអាត់ហុកប្រចាំខេត្តព្រៃវែងគឺអ្នកស្រីអៀងកំលីបានថ្លែងថា
ករណីរឿងព្រំប្រទានគឺតុលាការចោទបុគ្គលណាគឺបុគ្គលនោះជាអ្នកទទួលខុសត្រូវដោយមិនជាប់ពាក់ព័ន្ធទៅអ្នកផ្សេងនោះទេក៏ប៉ុន្តែការឡើងមកស្រុកគ្នារបស់អ្នកភូមិគឺជាការឈឺឆ្អាលរបស់ពួកគាត់ចំពោះអ្នកភូមិដូចគ្នានិងដើម្បីការពារទ្រព្យសម្បត្តិរួមផងអ្នកស្រីបានថ្លែងទៀតថាតុលាការគួរតែស៊ើបអង្កេតឲ្យបានច្បាស់លាស់ចំពោះករណីដីរួមរបស់អ្នកភូមិនេះអញ្ចឹងអ្នកភូមិគាត់ថាដីរឿងដីហ្នឹងគឺជារឿងដីរបស់គាត់ទាំងអស់គ្នាអាហ្នឹងតុលាការត្រូវធ្វើការស៊ើបអង្កេតថែមទៀតថាតើអ្នកភូមិ7អ្នកហ្នឹងគាត់បានប្រើហិង្សាទៅលើអ្នកកាន់កាប់នឹងដោយស្របច្បាប់មែនឬក៏គាត់ឬក៏ជារឿងអីផ្សេងអញ្ចឹងត្រូវធ្វើការស៊ើបអង្កេតឲ្យច្បាស់ហេតុអីបានជាអ្នកភូមិហ្នឹងគាត់នាំគ្នាមកតវ៉ាគាត់បោះបង់ស្រែចម្ការគាត់អត់ធ្វើការងារគាត់សុខចិត្តអត់បាយអត់ទឹកកូនគាត់ឡើងមកតវ៉ារឿងដីហ្នឹងអ្នកភូមិបានសម្រេចចិត្តទៅផ្ទះរៀងៗខ្លួនវិញបន្ទាប់ពីអង្គុយនៅមុខតុលាការជិត3ម៉ោងដោយមិនមានលទ្ធផលអ្វីទាំងអស់ខ្ញុំមុំសុផុនវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តព្រៃវែងចាលោកអ្នកស្ដាប់ជាទីមេត្រីចំណែកនៅខេត្តបរសៃអនុប្រជាពលរដ្ឋរាប់រយគ្រួសារដែលមានលំនៅឋានក្នុងសង្កាត់លេខ1និងខេត្តបរសៃអនុសម្ដែងការព្រួយបារម្ភចំពោះវត្តមានរបស់កងកម្លាំងប្រដាប់អាវុធរាប់សិបនាក់ហើយដែលបានដាក់ពង្រាយក្នុងមូលដ្ឋាននិងគម្រាមរុះរើផ្ទះពួកគាត់ចេញពីតំបន់ក្បាលឆាយจากក្រមប្រជាប្រដ្ឋស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាលជួយអន្តរាគមន៍ហើយងាកទៅចាត់វិធានការមន្ត្រីពាក់ព័ន្ធខេត្តបរសៃអនុខ្លះដែលរំលោភយកដីតំបន់ក្បាលឆាយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនព្រមទាំងពុះជ្រៀកលក់ជាឡូក្នុងម្នាក់រាប់សិបឡូពីខេត្តបរសៃអនុលោកដែលអ្នកយុទ្ធជារាយការណ៍អាជ្ញាធរខេត្តបរសៃអនុបានដាក់ពង្រាយកម្លាំងចម្រុះប្រដាប់អាវុធរាប់សិបនាក់នៅលើទីតាំងក្នុងមូលដ្ឋានសង្កាត់លេខ1ចំពេលមានការតម្រូវឲ្យប្រជាពលរដ្ឋរុះរើផ្ទះសង់ថ្មីចំនួន36ខ្នងផ្ទះក្រមប្រជាពលរដ្ឋអះអាងថាពួកគាត់ជាង100គ្រួសារបានមកតាំងទីលំនៅលើដីតំបន់ក្បាលឆាយដែលពលរដ្ឋខ្លះមានរយៈពេលជាង5ឆ្នាំមកហើយបានទិញដីតំបន់នោះពីមន្ត្រីយោធានិងមន្ត្រីស្ថាប័នរដ្ឋបាលព្រៃឈើក្រមប្រជាពលរដ្ឋស្នើដល់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនជួយផ្ដល់សិទ្ធិរស់នៅស្របច្បាប់នៅលើដីកំពង់សង់លំនៅឋានឲ្យមានសុវត្ថិភាពព្រោះថាសប្តាហ៍ថ្ងៃនេះអាជ្ញាធរខេត្តបរសៃអនុដឹកនាំដោយលោកស្រុនស្រន់អភិបាលរងខេត្តបរសៃអនុបាននាំយកកម្លាំងប្រដាប់អាវុធចម្រុះមកគម្រាមពលរដ្ឋឲ្យរុះរើផ្ទះចំនួន36ខ្នងចេញពីតំបន់ក្បាលឆាយដោយចោទថាសំណង់ទាំងនោះទើបសាងសង់ថ្មីអញ្ចឹងខ្ញុំសូមគោរពឲ្យសម្ដេចជួយធ្វើម៉េចដំណោះស្រាយឲ្យកូនចៅនៅនេះឲ្យបាននៅគ្រប់គ្នាទាំងអស់អត់ចង់ដីធ្លីនឹងទាំងអស់អត់មានចង់ទៅណាទេហ៊ុនសែននឹងលោកជំទាវប៊ុនរ៉ានីជួយកូនដែលកំពុងរស់នៅទីនេះកំពុងតែលំបាកលំបិនគ្មានចម្រោកដែលត្រូវជ្រោកកោនទេតែទើបបញ្ហានេះលោកឆាយរដ្ឋចាំសង្កាត់ទី2សង្កាត់លេខ1ខេត្តបរសៃអនុក៏បានស្នើដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលឲ្យពិចារណាផ្ដល់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋឲ្យមានសុវត្ថិភាពនៅក្នុងសង្កាត់លេខ1តែពលរដ្ឋបានអភិវឌ្ឍឲ្យមានផ្លូវអណ្ដូងទឹកឬប្រព័ន្ធភ្លើងជាដើមសម្រាប់ប្រើប្រាស់រួចហើយការដែលមកតាំងទីរបស់ពលរដ្ឋមកហ្នឹងវាប្រហែលជា4-5ឆ្នាំហើយបើចេះតែកន្ទ្រៀនបន្តកាប់ព្រៃឈើរបស់រដ្ឋនឹងឯងក៏ប៉ុន្តែនេះមិនមែនជាកំហុសរបស់ពលរដ្ឋទេគឺកំហុសទៅលើមន្ត្រីមេព្រៃហើយនឹងកំហុសរបស់មន្ត្រីរបស់ទាហានដែលកងកម្លាំងប្រដាប់អាវុធដែលខេត្តនឹងឲ្យការពារព្រៃឈើដែលបកគលតួនាទីនឹងទៅឲ្យមេព្រៃស្ថាប័នមេព្រៃដែលគាត់ការពារតំបន់ហ្នឹងឆ្លើយតបបញ្ហានេះលោកស្រុនស្រន់អភិបាលរងខេត្តបរសៃអនុមានប្រសាសន៍ថាអាជ្ញាធរមានវិធានការរុះរើតែលំនៅឋានដែលទើបសង់ថ្មីចំនួន36ខ្នងផ្ទះតែពលរដ្ឋទើបលួចសាងសង់ថ្មីនៅលើដីរក្សាប្រភពទឹកក្បាលឆាយលោកថាអាជ្ញាធរគ្មានវិធានការរុះរើលំនៅឋានពលរដ្ឋដែលសង់យូរឆ្នាំមកហើយនោះទេលោកស្រុនស្រន់បន្ថែមថាការដាក់ពង្រាយកម្លាំងប្រដាប់អាវុធនៅក្នុងមូលដ្ឋានសង្កាត់លេខ1និងការបោះស្នាក់ការស្នាក់នៅរបស់អាជ្ញាធរក្នុងមូលដ្ឋាននេះគឺដើម្បីត្រៀមទប់ស្កាត់សកម្មភាពសង់សំណង់ថ្មីរបស់ប្រជាពលរដ្ឋនៅលើដីតំបន់ក្បាលឆាយនាថ្ងៃអនាគតគឺមិនមែនទៅគម្រាមពលរដ្ឋដោយការចោទប្រកាន់នោះទេនេះហើយដែលជាបញ្ហាហើយដែលយើងកំពុងតែរើមុខបាទយើងកំពុងតែតាមអង្កេតអ្នកទាំងអស់ហ្នឹងយើងមានឈ្មោះមានអីអ្នកខ្លះគឺថាយើងមិនមែនជាអ្នកដែលអត់ដីនៅពិតប្រាកដទេគ្រាន់តែដើម្បីមកសង់ដើម្បីចាប់យកដីលក់តែប៉ុណ្្នឹងទេអ្នកខ្លះទៅគឺថារុញខ្លួនឯងមិនហ៊ានទេរុញគេពីក្រោយបាទខ្លួនឯងនៅពីក្រោយរុញគេឲ្យទៅមុខដើម្បីឲ្យមករុករៀនមកកាប់ថ្មីអញ្ចឹងទៅហើយបានផលចំណេញចែកគ្នាយ៉ាងនេះក្តីប្រជាពលរដ្ឋមានលំនៅឋាននៅក្នុងសង្កាត់លេខ1មានការព្រួយបារម្ភចំពោះវត្តមានរបស់កម្លាំងប្រដាប់អាវុធដឹកនាំដោយលោកស្រុនស្រន់អភិបាលរងខេត្តបរសៃអនុដែលបានដើរបិទសេចក្តីប្រកាសឲ្យពលរដ្ឋរុះរើលំនៅឋានចំនួន36ខ្នងផ្ទះក្នុងរយៈពេល2ថ្ងៃមកនេះ
កាលពីថ្ងៃទី10ខែវិច្ឆិកាកម្លាំងចម្រុះប្រដាប់អាវុធរាប់សិបនាក់ដឹកនាំដោយលោកស្រុនស្រន់អភិបាលរងខេត្តព្រះសីហនុបានដាក់ពង្រាយនិងសង់ស្នាក់ការនៅក្នុងមូលដ្ឋានសង្កាត់លេខ1ក្រុងខេត្តព្រះសីហនុហើយវត្តមាននេះប្រជាពលរដ្ឋបានផ្ទុះការតវ៉ាប៉ុន្តែមិនមានអំពើហិង្សានោះទេយ៉ាងណាក៏ដោយអ្នកស្រីជាបសុធារីមន្ត្រីសម្របសម្រួលសមាគមអាត6ខេត្តព្រះសីហនុដែលចុះឃ្លាំមើលកង្វល់ពលរដ្ឋដល់ទីតាំងប្រជុំមុខដាក់គ្នារវាងពលរដ្ឋនិងអាជ្ញាធរកាលពីថ្ងៃទី10ដល់ថ្ងៃទី11ខែវិច្ឆិកាអ្នកស្រីស្នើដល់រដ្ឋាភិបាលគួរកាត់ជ្រៀលដីនៅតំបន់ក្បាលឆាយក្នុងសង្កាត់លេខ1ដែលពលរដ្ឋបានមកតាំងទីលំនៅយូរឆ្នាំបានប្រើប្រាស់ឲ្យស្របច្បាប់ករណីនេះអ្នកស្រីជាបសុធារីបានស្នើដល់អាជ្ញាធរខេត្តព្រះសីហនុត្រូវងាកទៅទប់ស្កាត់សកម្មភាពរុករានដីតំបន់ក្បាលឆាយឬក៏សកម្មភាពពុះជ្រៀតដីជាឡូដើម្បីលក់បន្តផ្ដើមដោយមន្ត្រីក្រុមប្រឹក្សាខេត្តឬក៏មន្ត្រីស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុមួយចំនួនឲ្យមានប្រសិទ្ធភាពវិញព្រោះប្រជាប្រដ្ឋភាគច្រើនអ្នកមកទិញដីកន្លែងហ្នឹងគឺដោយសារតែដីហ្នឹងវាថោកអញ្ចឹងឯងចាដីថោកបើសិនជាគាត់មានលុយច្រើនគាត់មិនមកទិញដីហ្នឹងឯងហើយតំបន់ខេត្តព្រះសីហនុនេះដីគឺជាតំបន់ទីផ្សារដីថ្លៃណាស់ត្រង់ចំណុចនេះមន្ត្រីរាជការថ្នាក់ទាបនិងពលរដ្ឋខេត្តព្រះសីហនុមួយចំនួនកំពុងរងចាំមើលវិធានការក្តៅរបស់អាជ្ញាធរខេត្តព្រះសីហនុទៅលើមន្ត្រីមានទួនាទីមួយចំនួននៃខេត្តព្រះសីហនុដែលបានរំលោភយកដីតំបន់ក្បាលឆាយទុកធ្វើជាកម្មសិទ្ធិនិងពុះជ្រៀតលក់ជាបន្តបន្ទាប់ក្នុងនោះក៏មានលោកស្បោងសារ៉ាត់អតីតអភិបាលខេត្តព្រះសីហនុនិងលោកសូជុងហួរសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុក៏មានចំណែកដីជាច្រើនប្លង់និងរាប់សិបហិកតានៅតំបន់ក្បាលឆាយនេះដែរកាលពីថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2014អាជ្ញាធរខេត្តព្រះសីហនុបានប្រើកម្លាំងចុះរុះរើផ្ទះប្រជាពលរដ្ឋជិត10ខ្នងផ្ទះចេញពីតំបន់ក្បាលឆាយនាខេត្តព្រះសីហនុដោយសម្អាងថាជាសំណង់សង់ថ្មីនៅលើដីប្រភពទឹកដែលរដ្ឋបានហាមឃាត់សកម្មភាពរុះរើនេះបណ្ដាលឲ្យប្រជាពលរដ្ឋផ្ទុះការតវ៉ានិងប្រមូលផ្ដុំគ្នាបិទផ្លូវជាតិលេខ4រយៈពេលខ្លីគឺចន្លោះពីម៉ោង10ដល់ម៉ោង12ថ្ងៃត្រង់ទើបរំសាយការប្រមូលផ្ដុំដោយសារអាជ្ញាធរខេត្តចុះមុខសម្របសម្រួលនិងសន្យាថាមិនមានការរុះរើផ្ទះសម្បែងពលរដ្ឋដែលសង់យូរឆ្នាំមកហើយនោះទេដែលនាយកជាវិទ្យុអាស៊ីសេរីខេត្តព្រះសីហនុចាលោកនាងកញ្ញាកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សមាគមធៀងថ្នោតបានផ្សព្វផ្សាយរបាយការណ៍អង្កេតស្រាវជ្រាវថ្មីមួយស្ដីអំពីការជួលលំនៅឋាននៅក្នុងរាជធានីភ្នំពេញការសិក្សាស្រាវជ្រាវនេះនឹងផ្ដល់ការយល់ដឹងឲ្យកាន់តែច្បាស់មួយអំពីការរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបប្រទះបញ្ហាអសុវត្ថិភាពនៃកម្មសិទ្ធិដីធ្លីបញ្ហាបរិស្ថាននិងបញ្ហាសុវត្ថិភាពចាមុនពេលចាប់ផ្ដើមធ្វើការស្រាវជ្រាវនេះអង្គការសមាគមធៀងថ្នោតបានកំណត់អំពីកង្វះខាតនៃទិន្នន័យលើការជួលផ្ទះនៅក្នុងទីក្រុងភ្នំពេញដោយជាពលរដ្ឋក្រីក្រក្នុងសហគមន៍ដែលមិនត្រូវបានគេយកចិត្តទុកដាក់ជាមួយនឹងកំណើនប្រជាពលរដ្ឋចំណាក់ស្រុកមកពីបណ្ដាខេត្តនានានោះបានធ្វើឲ្យមានការប្រែប្រួលនៃភាពអត់ការងារធ្វើហើយកត្តានេះបានជំរុញឲ្យប្រជាពលរដ្ឋទាំងនោះត្រូវការជួលលំនៅឋានក្នុងតម្លៃថោកកន្លែងតូចចង្អៀតមានបន្ទប់តូចៗព្រមទាំងគ្មានកិច្ចសន្យាច្បាស់លាស់រហូតដល់ពេលនេះកម្ពុជានៅមិនទាន់មានត្រាចរឬក៏សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងគោលនយោបាយជាតិស្តីពីលំនៅឋាននោះដែរសមាគមធៀងថ្នោតរកឃើញថាក្នុងករណីដែលមានការបណ្តេញចេញពីលំនៅឋានម្ចាស់កម្មសិទ្ធិតែងតែត្រូវបានគេផ្ដល់ជាសំណងចំណែកឯអ្នកជួលលំនៅឋានថ្នាក់នៅវិញត្រូវបានចាក់ចេញដោយដៃទទេនាយកប្រតិបត្តិសមាគមធៀងថ្នោតលោកអ៊ីសារ៉ុមបានផ្ដល់អនុសាសន៍ថាសមត្ថកិច្ចត្រូវតែមានចំណាត់ការច្បាស់លាស់និងលក្ខខណ្ឌផ្លូវការមួយអំពីការជួលលំនៅឋានថ្នាក់នៅរវាងម្ចាស់លំនៅឋាននិងអ្នកជួលដើម្បីការពារអ្នកជួលផ្ទះពីការបណ្តេញចេញពីលំនៅឋានចាលោកបន្តថារដ្ឋាភិបាលគួរដាក់បញ្ចូលបញ្ហាស្តីពីការជួលផ្ទះទៅក្នុងគោលនយោបាយស្តីពីលំនៅឋានរបស់រដ្ឋនៅក្នុងទីតាំងជាយើងមែនទែនទៅក្នុងរបាយការណ៍យើងនេះយើងរកឃើញរហូតដល់ 38% នោះដែលជាពលរដ្ឋលោកជួលហើយមិនត្រូវបានម្ចាស់ផ្ទះនឹងជួលយកឲ្យមានកិច្ចសន្យាជួលផ្ទះទេគាត់គាត់តែសន្យាតែជួលតាមព្រមព្រៀងមាត់ហើយគាត់មកហើយវាមានការផ្លាស់ប្ដូរហើយអ្នកដែលជួលនឹងជាទូទៅនឹងគាត់ជួលរងការមាត់ខាងមួយនិយាយពីម្ចាស់ផ្ទះក៏ដូចជាចំណាយទឹកភ្លើងហ្នឹងគឺគុណនឹង3និង4ដែលម្ចាស់ផ្ទះគាត់ទាមទារពីជួលហ្នឹងហើយតម្លើងថ្លៃអត្រែកតែចិត្តរបស់គាត់ខណៈដែលអ្នកជួលភាគច្រើនគឺកម្មករជាអ្នករស់នៅក្រុមរវទីចាយដើម្បីជាកាត់ចំណូលចាំថ្ងៃនេះគឺជឿហើយការជួលផ្ទះថ្លៃពេកនេះគឺគាត់មានការជួលតាមបាក់ជាខ្លាំង
จากการศึกษานุสตุงมติลมในฐานจำนวน124สมาคมเชิงทนาเราเคยทาดำไลโครงการชูบเตะเสียเตะบะไม้คือจับไป$60ขนมมวยแข่ให้สลับไปดันเนี่ยชูบเตะประมาณเจีย8.6%บานเทอจำหนักสรกมกปีบรรดาขายเซ็งหมกกันติกรงพนมเปญกรงปิจิปราตังนุเพชรานกำปงประกอบระบบจินโหลดโดตามดองเพลกรรมกรภายจำนายอาหารเนี่ยประโมสำรามนิสัตนังเชียกรรมกรรงจักกัดเดชเฉียดดาวจานลูกนันยิงจิตติเมตรีดำนางมวยได้แต่ไล่ในขายกำปงชนังดำนางปฏิบัติจำนวนบุญเนี่ยในคุ้มกำปงแปรกกี้ตรอกบอระโบบานยกดิคัดจบสนามเมตได้ประวัติเชียงมารอยเนี่ยดำไปดักจูนงาทอคัดให้นึ่งอังกาใกล้รัฐปิบ้าสมอันตรากุ้มดอกตะเทียนสะกุ้มเดศาสตร์มันเนี่ยได้เมียนชั่วพันพลาให้สมัยใบมกรกจนละเมิดดะสำรักขนมได้อภิเรศในขนมมูลธานระบบปุเกดำนางประวัติจากประเทศถากรมเดชาติคุมกำปุ้งประกกี้หลกพันพลาถาบานประวัติอำเภอปกรลุยให้ถาดาวจำรัดเตียประปีประเจียประวัติได้ประกอบระบอบเดชาติเจียและคณะครูซาส่วนมันจึงสนับสนุนการระบอบลูกเจนจิท่าอัมปีเรื่องนี้ดำนางปรอดบรรเจมันแทนเตียดในไงตีดับปีแควิจิกาถาตัวในตีจีประเทียนสะกรมในศาสตร์คมกำปงแปรกกี้ระบอบโลกแผ่นพลาเกิดเมย์คมกำปงแปรกกี้โลกกงกำแหจีเนเลือกมันตบอ่อยเถอแต่ปรอดมวยจำนวนมันเป็นจัดลายดอกน้องระดาวตักสำรอชนามปีปอนดับบุญนี้ประเทียนสะกรมบานดำเราอ่อยปรอดบางแปรตะวันคล้วนจำนวนปีเลียนเตาปีเลียนปรามแสนเรียวน้องมวยรบบังจำนายปรอดได้ดักสำราเวงคือน้องมวยสำราดำไล่50 เมินเรียลหายปุเกโยธาอำเภอปกรลุยนี่อาจวบเปียปอนจมุยอาญาทอเมียนสมาตะไกนังมนตรีจุลพอลคลาเตียดตำนางปรอดมันเนี่ยลูกเชิญสุพอเมียนประสาทาการปิชนามเต้าลูกพันพอลาบานเตียประปีโลกจำนวน30 เมินเรียลจิตโนนึงแกดักสำราหมวยกันแรงปนตายชนามนี้บานดำล้างระหดดอล50 เมินเรียลนองมวยสำราโลกบรรทอทากรุบระบางสายอ้วนนังสำราเตียงอเตาดำล้างไทยในชนามนี้ได้เพื่อเอาปรอดเตียงประกอบมกระบอจิเลกณะครัวสาพ้องบานขั้งสมบานังสนาเอาดอกประเทียนสากรมนี้จันเจียบนตอนสนมโปเอาลูกอับบาคายช่วยอันตรากุมเริ่มสายวิธีสหกุมนั่งให้เชื่อเรื่องสหกุมทำไมโดยบอกเราโดยมาเตะไปชี้จนตัวพวกกลองมกประเทศสหกุมพันพลานั่นคือมีคุมในเลือกดาวเธออดเวียนสนามไอ้ได้ไปชี้จนบอกเราไอ้เลือกอดเธอที่ชี้จนคืออดดังจังไงมีแปดวันไอ้อยู่มวยลูกมีคุมนั่นเลยมาให้ชี้มีอาเมียนพัวทาคือจีปะพัวบอกก่อนพัวกันร้องคือเรื่องนั้นมีคุมกดดังในสนมโปจีจ้าถ้าเอาช่วยหลุมทรายนั่นคือกดอดมีอาเปอร์วัตถุอาศัยเสรีบานพิเยมเตะตองประเทียนสากรมในศาสตร์คมกำปงแปรกกี้ลูกพันพลานังเมคมโลกกงกำฮะดังไม่ชายตอบนังการจอดประกันระบอบประเกียปรวัตินิบานเตระหนมักดอประลบไทยปีดับปีแควิจิกาโดยตูรสาบโจลหายปุ่มเมียนเนตตัวจำนายนี้แคนรอตบาจุลพอแคดกำปงชนังโลกใส่มุนเชื้นปะได้ไซด์มันเทอธาติบายเอาไว้เจ้าตัวเลเรื่องนี้หลายโดยโลกปราบทากรมกาเงียนังอัญญาทอเปียป้อนกำปงเทอกาเสิร์ฟอังเกตโลกบังหาบอย่างใครท้าก็ลองเต้ามันได้เลยจังในเรื่องราวปกรลวยนิเตใต้เป็นนิหะโดยเจียกำปงเจียตักดักนี้ตะวิงตะหมอกยำสมัครเสียสายกะไหนนี่บงทึกกะไอ้ยำอัดบ่อสายกะไหนนี่บ่ออาจูแต่งานโทรเดนใจพวกยำกำปงทึกกะนังไงไงพวกถ้าเป็นมีปัญหาโตดาวแล้วบุกการเจียเรื่องเจียรายอย่างไรทางยำนี้นังโจ๊กจะทึกกะในไฟตกนี่มันนั่งการปีเป้ทำไมสการมาเพียบดัดเมดในสระเรียงគ្នាนี้โดยเมียนปรวัติมวยกรมเตียดรวมในขนมภูมิคมโดยគ្នាផ្ដាត់មេដៃសូមផ្លាស់ប្ដូរទីតាំងការងាររបស់នាយប៉ុនគរបាលរដ្ឋបាលឃុំកំពង់ព្រះកគីម្នាក់ឈ្មោះប៉ាងពុំសែនដោយចោទថាលោកបានគៀបសង្កត់និងចម្រិតទារប្រាក់ពីប្រជាពលរដ្ឋដែលមានមុខរបរនេសាទកាលនោះមានការចាញ់មុខនិងគាំទ្រដោយមេឃុំកំពង់ព្រះកគីលោកកុងកំហៈនិងប្រធានសហគមន៍នេសាទលោកផាន់ផល្លាហើយក្រោយមកលោកប៉ាងពុំសែនត្រូវបានផ្លាស់ប្ដូរតាមការស្នើសុំនោះយ៉ាងណាពលរដ្ឋខ្លះថ្លែងរិះគន់ថារឿងរ៉ាវផ្ដាត់មេដៃជំទាស់នេះគឺអាចបណ្ដាលមកពីសមត្ថកិច្ចអាជ្ញាធរឃុំប្រធានសហគមន៍នេសាទសុទ្ធតែជាអ្នកបានទទួលនិងស្វែងរកលាភសក្ការៈពីបទល្មើសនេសាទក្នុងមូលដ្ឋានដូចគ្នាខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ឆ្នាំង
ចាលោកនាងជាទីមេត្រីពាក់ព័ន្ធនឹងបញ្ហានេសាទនេះដែរប្រជានេសាទនៅឃុំកំពង់ចិនខាងជើងស្រុកស្ទងខេត្តកំពង់ធំបានតវ៉ាថាមន្ត្រីរដ្ឋបាលជលផលប្រព្រឹត្តអំពើពុករលួយដោយបានចុះទៅចាប់អ្នកនេសាទទារលុយជាថ្នូរនឹងការដោះលែងចាប្រជាប្រដ្ឋបានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនិងទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយអ្នកស្រុកផងលោកកែនិមលរាយការណ៍ព័ត៌មាននេះដូចតទៅប្រជាពលរដ្ឋជាអ្នកនេសាទ143គ្រួសាររស់នៅភូមិសល្ងាចបានទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចបកលោកជុលថាចនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំចេញពីមុខតំណែងដោយសារលោកប្រព្រឹត្តអំពើពុករលួយគៀបសង្កត់ទារលុយអ្នកនេសាទនៅក្នុងពាក្យប្រឹងទាមទារសូមជួយអន្តរាគមន៍របស់អ្នកស្រុកភូមិសល្ងាចដែលមានស្នាមប្រឌិតមេដៃមនុស្ស143គ្រួសារផងនោះប្រជាពលរដ្ឋបានចោទថាលោកជុលថាចបានដឹកនាំកម្លាំងចុះចាប់អ្នកនេសាទនិងចម្រិតទារប្រាក់បានរាប់រយលានរៀលលោកតូអែលជាតំណាងប្រជាពលរដ្ឋអ្នកនេសាទ143គ្រួសារដែលបានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយអំពីករណីលោកជុលថាចបានឲ្យដឹងនៅថ្ងៃទី12វិច្ឆិកាថាប្រជាពលរដ្ឋអ្នកនេសាទមិនអាចរកត្រីចិញ្ចឹមជីវិតបានទេបើសិនជាមន្ត្រីជលផលដោយលោកជុលថាចនេះនៅតែធ្វើបាបរាល់ថ្ងៃជលផលហើយខេត្តកំពង់ធំដល់ទៅនេះជាមកនៅទីចំព្រៃហើយតើយកលុយយកដាក់ជាប្រវត្តិពួកដូចណែនៅជុំខ្ញុំមកក្រុម4នាក់5នាក់ជាតែជាអ្នកដើររស់ទីដាក់លួចដាក់អីនេះណាបងទៅមកលុយចាប់សង្សារដាក់ឲ្យលួចទីទេចង់ឲ្យចិត្តណែទេគោមានតែទុកធ្វើបាបជាប្រវត្តិតែមានប្រាក់ណែតែធ្វើបាបជាជួនយ៉ាងនេះបាទជាជួននៅទន្លេនេះរស់ទីវេទនីហ្នឹងប្រជាពលរដ្ឋមួយរូបទៀតដែលអះអាងថាជាតំណាងប្រជាពលរដ្ឋចូលរួមដាក់ពាក្យប្តឹងដែរនោះមានប្រសាសន៍ថាប្រជាពលរដ្ឋចាប់បានត្រីតិចតួចតែត្រូវក្រុមលោកជុលថាចចាប់ឧបករណ៍នេសាទហើយចាប់មនុស្សទៀតនិងទាមទារប្រាក់គាត់អត់មានໄວតាបកស្រ័យទេតែវាយកមកគិតស្គាល់រឿងគាត់គេលើយើងជាពលរដ្ឋទៅស៊ីទីធ្វើបាបរបស់ឲ្យវាសន្យាយើងឬខាងយើងបាយវិញវាអាចចាំមកជាអាយដល់រឿងដោយសារជាអាយមកលក្ខឆ្នោតប្រជារដ្ឋទៅបងនៅក្នុងពាក្យប្រឹងទៅកាន់អង្គភាពប្រចាំអំពើពុករលួយប្រជាពលរដ្ឋភូមិសល្ងាចរៀបរាប់ថាលោកជុលថាចតាំងពីបានឡើងតំណែងជានាយរងខណ្ឌរដ្ឋបាលជលផលមកគាត់បានធ្វើបាបអ្នកស្រុកជាខ្លាំងគាត់បានគំរាមកំហែងទារលុយទាំងក្នុងរដូវបិទនេសាទនិងបើកនេសាទប្រជាពលរដ្ឋចោទថាលោកជុលថាចបានធ្វើបាបប្រជាពលរដ្ឋក្នុងឃុំទាំង5ក្នុងស្រុកស្ទូងហើយគាត់អាចរកលុយបានពី150ទៅ200លានរៀលក្នុងមួយឆ្នាំអ្នកស្រុកចោទថាលោកជុលថាចមានក្រុមរួមគំនិតដើម្បីធ្វើបាបអ្នកស្រុកដោយពួកគេមានកាណូតមួយគ្រឿងមានគ្នា2នាក់មានអាវុធខ្លីនិងវែងហើយដេកក្នុងព្រៃចាំស្ទាក់ចាប់អ្នកស្រុកស្ទើររាល់ថ្ងៃប្រជាពលរដ្ឋចោទថាក្រុមលោកជុលថាចចាប់លបអ្នកស្រុកហើយតែបង្ខំឲ្យអ្នកស្រុកទៅរកលុយមកលួសជាថ្នូរក្នុងមួយករណីទឹកប្រាក់ពី50,000រៀលទៅ1លានរៀលវិទ្យុអាស៊ីសេរីទូរស័ព្ទតាក់ទងលោកជុលថាចដើម្បីសុំការអត្ថាធិប្បាយតាក់ទងការចោទប្រកាន់របស់អ្នកនេសាទ143គ្រួសារនៅភូមិសល្ងាចឃុំកំពង់ចិនខាងជើងស្រុកស្ទូងលោកចុចទទួលទូរស័ព្ទប៉ុន្តែមិននិយាយទេតាក់ទងករណីលោកជុលថាចនេះលោកប៉ែនវ៉ាន់រិនប្រធានរដ្ឋបាលជលផលខេត្តកំពង់ធំបញ្ជាក់ថាលោកជុលថាចជាអ្នកទទួលខុសត្រូវក្នុងដែននេសាទស្រុកស្ទូងមែនតែរឿងចម្រិតទីលុយអ្នកនេសាទហើយត្រូវអ្នកនេសាទប្រឹងនោះលោកមិនបានដឹងទេព្រោះការងារបែងចែកដាច់ស្រឡះពីគ្នាអ្នកសម្របសម្រួលសមាគមអាត់ហុកខេត្តកំពង់ធំអ្នកស្រីគុណស៊ីថាមានប្រសាសន៍នៅថ្ងៃទី12វិច្ឆិកាថាអ្នកស្រីមិនបានទទួលពាក្យប្តឹងរបស់ប្រជាពលរដ្ឋឬមន្ត្រីជលផលធ្វើបាបទារលុយអ្នកនេសាទនោះទេប៉ុន្តែអ្នកស្រីត្រៀមផ្ដល់ការជួយពិភាក្សាបើសិនជាអ្នកនេសាទតាក់ទងសុំវិទ្យុអាស៊ីសេរីបានទទួលពាក្យប្តឹងលោកជុលថាចនាយរងរដ្ឋបាលជលផលខេត្តកំពង់ធំទៅអង្គភាពប្រឆាំងអំពើពុករលួយមាន2ករណីពាក្យប្តឹងទី1ធ្វើឡើងកាលពីថ្ងៃទី8មេសាឆ្នាំ2014ប្តឹងដោយអ្នកស្រុក171គ្រួសាររស់នៅ3ភូមិគឺភូមិពៅវើយភូមិដូនស្ដើងនិងភូមិបាឡតឃុំពីមបាងស្រុកស្ទូងខេត្តកំពង់ធំពាក្យប្តឹងទី2ធ្វើឡើងកាលពីថ្ងៃទី30ខែតុលាឆ្នាំ2014ប្តឹងដោយប្រជាពលរដ្ឋ143គ្រួសាររស់នៅភូមិសល្ងាចឃុំកំពង់ចិនខាងជើងស្រុកស្ទូងខេត្តកំពង់ធំខ្ញុំកែនិមលវិទ្យុអាស៊ីសេរីភ្នំពេញអាស៊ីសេរីលោកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដល់នាងខ្ញុំម៉ៅសុធានីចាសសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៅក្នុងការផ្សាយរបស់យើងនាពេលបន្តិចទៀតនេះលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រី
នៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ផ្ដោតអំពីមូលហេតុដែលតុលាការចាប់ឃុំខ្លួនមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិសកម្មជនដីធ្លីនិងប្រសង់ចានីតិសុខភាពប្រចាំសប្តាហ៍នឹងជម្រាបជូនអំពីរោគសញ្ញានិងការព្យាបាលជំងឺរលាកសរសៃប្រសាទនិងឈឺសន្លាក់ដៃជើងហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់សេចក្តីរាយការណ៍ទាំងនេះជាបន្តបន្ទាប់ដូចតទៅសេចក្តីរាយការណ៍ពិស្ដាចាលោកនាងជាទីមេត្រីការចាប់ខ្លួនសកម្មជននយោបាយនិងសកម្មជនដីធ្លីគឺជាវប្បធម៌ធម្មតាមួយទៅហើយនៅក្នុងសង្គមកម្ពុជាចាសកម្មភាពចាប់ខ្លួននេះបានស្ងាត់មួយរយៈនៅបន្ទាប់ពីគណៈបច្ចុប្បន្នទាំងពីរបានព្រមព្រៀងបញ្ចប់វិបត្តិនយោបាយកាលពីខែកក្កដាកន្លងទៅនេះក៏ប៉ុន្តែឥឡូវនេះបានកម្រើកមកវិញកាលពីថ្ងៃទី10និងទី11ខែវិច្ឆិកាលោកទីនហ្សាការីយ៉ារាយការណ៍អំពីបញ្ហានេះការចាប់ខ្លួនសកម្មជនគណបកនយោបាយនិងសកម្មជនដីធ្លីគឺជាវប្បធម៌មួយធម្មតាទៅហើយនៅក្នុងសង្គមកម្ពុជាដែលការចាប់ខ្លួនម្ដងនៅមុខអគារតុលាការគេឃើញមានមនុស្សចោមរោមជាច្រើនដើម្បីទាមទារឲ្យដោះលែងអ្នកទាំងនោះវិញសកម្មភាពចាប់ខ្លួននេះគេឃើញកើតមាននៅគណៈការជាប់គាំងនយោបាយនៅពេលគណៈបកទាំងពីរបានបែរខ្នងដាក់គ្នាមិនព្រមចូលធ្វើការជាមួយគ្នានៅក្នុងរដ្ឋសភាក៏ប៉ុន្តែសកម្មភាពចាប់ខ្លួននេះបានស្ងាត់មួយរយៈបន្ទាប់ពីគណៈបកជាប់ឆ្នោតទាំងពីរបានព្រមព្រៀងបញ្ចប់វិបត្តិនយោបាយកាលពីខែកក្កដាកន្លងទៅទោះបីជាយ៉ាងនេះក្តីភាពស្ងប់ស្ងាត់មិនបានប៉ុន្មានផងសកម្មភាពតុលាការចាប់ខ្លួនបន្តកើតឡើងវិញទោះជាគណៈបកទាំងពីរបានព្រមព្រៀងបញ្ចប់ចំនួននយោបាយនេះហើយក្តីសាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី11វិច្ឆិកាបានចាប់ឃុំខ្លួនលោកមេឃសវណ្ណរាជាខ្មែរអាមេរិកាំងនិងជាប្រធាននាយកដ្ឋានព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបកសង្គ្រោះជាតិក្រោមបទចោទប្រកាន់ផ្ដាំគំនិតហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋនិងដឹកនាំចលនាកុបកម្មបើសិនជាតុលាការរកឃើញថាលោកពិតជាមានទោសមែនលោកមេឃសវណ្ណរានឹងអាចជាប់ពន្ធនាគាររហូតដល់30ឆ្នាំការចាប់ខ្លួនលោកមេឃសវណ្ណរានេះធ្វើឡើងក្រោយពេលតុលាការបានចាប់ខ្លួនអ្នកភូមិបង្កក់ចំនួន7នាក់និងបានបើកសវនាការបិទទ្វារតុលាការបានសម្រេចកាត់ទោសស្ត្រីសកម្មជនដីធ្លីទាំង7នាក់នេះរួមមានអ្នកស្រីទេវនីផងឲ្យជាប់ពន្ធនាគាររយៈពេល1ឆ្នាំហើយម្នាក់ត្រូវពិន័យទឹកប្រាក់2លានរៀលថែមទៀតតុលាការចោទប្រកាន់អ្នកទាំងនោះពីបទបង្កឧបសគ្គដល់ចរាចរណ៍នៅពេលមានប្រជាពលរដ្ឋប្រមាណ60នាក់តវ៉ានៅមុខសាលារាជធានីភ្នំពេញកាលពីថ្ងៃទី10វិច្ឆិកាសូមអាជ្ញាធរដោះស្រាយបញ្ហាផ្ទះរបស់ពួកគាត់លិចទឹកដោយសារការអភិវឌ្ឍនៅតំបន់បឹងកក់អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជាហៅថាច្រាក់លោកសួនមុនស័កមានប្រសាសន៍ថាបញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋតវ៉ាឥតឈប់ឈរនេះមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋទេផ្ទុយទៅវិញរដ្ឋាភិបាលទេដែលមិនដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលធ្វើឲ្យប្រជាពលរដ្ឋគ្មានជំរឿសអ្វីផ្សេងក្រៅពីការតវ៉ានេះឋានអញ្ចឹងគ្រាន់តែទាមទារឲ្យមានការដោះស្រាយបញ្ហាទឹកជំនន់លិចផ្ទះដើម្បីដោះស្រាយបញ្ហាអនាម័យនៅក្នុងភូមិករគឺមានរឿងអីខុសមានរឿងអីទៅប៉ះពាល់សម្រាប់ក្នុងសាធារណៈទៅមានរឿងអីទៅប៉ះពាល់ទៅដល់សន្តិសុខជាតិទៅតាមពិតទៅគឺរដ្ឋទៅវិញថាដែលមិនដោះស្រាយជូនប្រជារាស្ត្រដែលប្រជារាស្ត្រមានសិទ្ធិទទួលបាននូវការថែទាំពីអាជ្ញាធររដ្ឋឧទាហរណ៍ដូចជារដ្ឋទៅមានកាតព្វកិច្ចត្រូវដោះស្រាយបញ្ហាសុខភាពប្រជាពលរដ្ឋអញ្ចឹងទៅហើយដល់គ្នានៅក្នុងផ្ទះលិចលង់ក្នុងភូមិលិចលង់ដោយសារតែសកម្មភាពអភិវឌ្ឍដែលអនុញ្ញាតដោយរដ្ឋាភិបាលហើយរដ្ឋាភិបាលអត់ព្រមអើពើដោះស្រាយការលំបាកដែលគ្នារងឥទ្ធិពលពីគម្រោងការអភិវឌ្ឍផងតើណាខុសណាត្រូវអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយនិងជានិវិភាគឯករាជ្យលោកបណ្ឌិតសុកទូចលើកឡើងថាមូលហេតុដែលឈានឲ្យការប្រើប្រាស់តុលាការបន្តចាប់ខ្លួនទៀតនេះដោយសារតែការចរចារវាងគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាកាលពីថ្ងៃទី22កក្កដាមិនច្បាស់លាស់លោកសង្កត់ធ្ងន់ថាគណៈបកប្រជាជនកម្ពុជាធ្លាប់ទទួលបានជោគជ័យម្ដងរួចទៅហើយកំឡុងពេលចរចាដែលតុលាការបានចាប់ខ្លួនតំណាងរាស្ត្រនោះ
ភាពជោគជ័យរបស់គណៈបកប្រជាជនគាត់ជោគជ័យដោយសារតែយើងឃើញទី1ចាប់តំណាងរាស្ត្រទី2ចាប់សកម្មជនឥឡូវនេះដល់កោជបលោកនាយសវណ្ណរាហ្នឹងយូរដែរហើយថ្ងៃ15ដែលមានព្រឹត្តិការណ៍ហ្នឹងពេលដែលមុននឹងចូលគណៈបកសង្គ្រោះជាតិនឹងត្រូវបិទវិធីថារាល់អ្វីដែលកើតឡើងសូមបិទវិធីក្រុមពិសានយោបាយហ្នឹងដល់ពេលនេះអត់បាននេះហើយនាយសវណ្ណរាក៏អញ្ជើញនៅព្រឹត្តិការណ៍ហ្នឹងម្ដងហើយតែគាត់អត់បានចូលគាត់នៅក្រៅណាអញ្ចឹងបានន័យថាភាពមិនច្បាស់លាស់របស់គណៈបកសង្គ្រោះជាតិឬក៏ភាពក្មេងខ្ចីរបស់គណៈបកសង្គ្រោះជាតិរវាងកិច្ចព្រមព្រៀងថ្ងៃទី22ហ្នឹងឯងមន្ត្រីសិទ្ធិមនុស្សជាតិអន្តរជាតិបានស្នើរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់តុលាការជាឧបករណ៍នយោបាយរបស់ខ្លួនទៀតដែលសិទ្ធិតវ៉ានិងសម្ដែងមតិផ្សេងៗរបស់ប្រជាពលរដ្ឋត្រូវបានការពារនៅក្នុងរដ្ឋធម្មនុញ្ញនោះហើយគេបានអំពាវនាវឲ្យតុលាការដោះលែងពួកគាត់ជាបន្ទាន់ទន្ទឹមនឹងនេះគណៈបក្សសង្គ្រោះជាតិនៅថ្ងៃទី12វិច្ឆិកាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសកម្មភាពគំរាមកំហែងប្រជាពលរដ្ឋគ្រប់រូបភាពនិងអំពាវនាវឲ្យដោះលែងសកម្មជនគណៈបក្សសង្គ្រោះជាតិនិងសកម្មជនដីធ្លីដែលអត់លក្ខខណ្ឌដែរគណៈបក្សសង្គ្រោះជាតិលើកឡើងថាគណៈបកប្រជាជនកម្ពុជាបានរំលោភកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយកាលពីថ្ងៃទី22កក្កដាឆ្នាំ2014ព្រោះថាគណៈបក្សសង្គ្រោះជាតិមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហានយោបាយដោយអហិង្សាសន្តិវិធីនិងការសន្ទនារហូតដល់មានកិច្ចព្រមព្រៀងកាលពីថ្ងៃទី22កក្កដារវាងគណៈបកជាប់ឆ្នោតទាំងពីរគឺគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិគណៈបកប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបវិញភ្លាមៗចំពោះការចោទប្រកាន់នេះនៅថ្ងៃទី12វិច្ឆិកាគណៈបកប្រជាជនកម្ពុជាបញ្ជាក់ថាការចាប់ខ្លួនសកម្មជនគណៈបកសង្គ្រោះជាតិនិងសកម្មជនដីធ្លីមិនជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងកាលពីថ្ងៃទី22កក្កដានោះទេដោយលើកឡើងថាគណៈបកសង្គ្រោះជាតិចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់គណៈបកប្រជាជនកម្ពុជាបញ្ជាក់ថាការចាប់ឃុំខ្លួនមនុស្សទាំងនេះគឺជាចំណាត់ការតាមផ្លូវច្បាប់របស់ស្ថាប័នមានសមត្ថកិច្ចក្នុងសំណុំរឿងដែលពាក់ព័ន្ធនឹងអំពើប្រព្រឹត្តបទល្មើសធ្ងន់ធ្ងររបស់បុគ្គលទាំងនោះទោះបីជានេះក្តីអ្នកខ្លមើលផ្នែកអភិវឌ្ឍសង្គមលោកបណ្ឌិតកែមលីមានប្រសាសន៍ថាស្ថានភាពគំរាមកំហែងបានកើតមានឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជាហើយវប្បធម៌នេះមិនបានបញ្ចប់ដោយងាយៗឡើយគ្រាន់តែដូររូបភាពគំរាមកំហែងពីការបាញ់សម្លាប់និងការប្រើប្រាស់ប្រព័ន្ធតុលាការមកជំនួសវិញហើយវប្បធម៌ហ្នឹងគឺខ្ញុំគិតថាអ្នកនយោបាយប្រើប្រាស់ដដែលដើម្បីជាសម្ពាធនយោបាយបន្តទៅទៀតជារៀងរហូតខ្ញុំគិតថាវប្បធម៌ហ្នឹងគឺជាវប្បធម៌ចាញ់គណៈបកដែលប្រើប្រាស់ប្រព័ន្ធតុលាការហ្នឹងក៏ជាអ្នកចាញ់ប្រជាពលរដ្ឋក៏ជាអ្នកចាញ់នាយវិភាគលើកឡើងថានៅក្នុងដំណាក់កាលនេះគណៈបកប្រជាជនកម្ពុជាមានប្រៀបទៅលើគណៈបកសង្គ្រោះជាតិទាំងក្នុងការចរចាកាលពីថ្ងៃទី22កក្កដាទាំងក្នុងរឿងនយោបាយបច្ចុប្បន្នព្រោះថាបច្ចុប្បន្ននេះគណៈបកទាំងពីរកំពុងតែរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលសេចក្តីព្រាងច្បាប់នេះកំពុងជជែកមិនទាន់ត្រូវរៅគ្នាទាំងស្រុងនៅឡើយនាយវិភាគអះអាងថាគណៈបកប្រជាជនកម្ពុជាធ្លាប់បានប្រយុទ្ធសាស្ត្រចាប់ខ្លួនទទួលបានជោគជ័យម្ដងទៅហើយនៅមុនពេលការចរចាកាលពីថ្ងៃទី22កក្កដាឆ្នាំ2014ហើយការចាប់ឃុំខ្លួនលើកនេះទៀតមើលទៅរូបភាពក៏មិនខុសពីមុនដែរព្រោះថាសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគណៈបកទាំងពីរកំពុងតែដំណើរការហើយខ្វែងគំនិតគ្នាលើចំណុចមួយចំនួនដូច្នេះបើសិនជាគណៈបកសង្គ្រោះជាតិនៅតែរឹងទទឹងគឺសកម្មជនរបស់ខ្លួនអាចនឹងមិនដោះលែងក៏ថាបានម្យ៉ាងទៀតគណៈបកប្រជាជនកម្ពុជាធ្វើដូច្នេះគឺមិនភ័យព្រួយអំពីកោចបថ្មីបង្កើតបានឬមិនបាននោះដែរដោយសារកិច្ចព្រមព្រៀងកាលពីថ្ងៃទី22កក្កដានោះបានចែងយ៉ាងច្បាស់ថាបើសិនជាកោចបថ្មីបង្កើតមិនបានទេកោចបចាស់នៅតែមានសុពលភាពដដែលខ្ញុំទីនសាការីយ៉ាវិទ្យុអាស៊ីសេរីពីទីក្រុងភ្នំពេញនីតិសុខភាពចាលោកនាងជាទីមេត្រីការឈឺសរសៃប្រសាទនិងឈឺសន្លាក់គឺជាជំងឺអាសាជួបមួយដែរក្នុងចំណោមជំងឺដទៃទៀតចាគ្រូពេទ្យបានដឹងថានៅប្រទេសកម្ពុជាមានប្រជាពលរដ្ឋខ្មែរជាច្រើនកើតមានបញ្ហាឈឺសរសៃប្រសាទនិងឈឺសន្លាក់จากក្នុងនីតិសុខភាពប្រចាំសប្តាហ៍នេះលោកលេងម៉ាលីមានសេចក្តីរាយការណ៍អំពីស្ថានភាពរោគសញ្ញានិងការព្យាបាលជំងឺនេះដូចតទៅការឈឺសរសៃនៅពេលនេះគឺគ្រូពេទ្យនិយាយសំដៅទៅរោគសរសៃប្រសាទដែលនៅពាសពេញរាងកាយយើងគ្រូពេទ្យได้ដឹងថាការឈឺសរសៃគឺនៅពេលណាសរសៃប្រសាទនោះមានបញ្ហារលាកឬប៉ះទង្គិចកើតឡើងគ្រូពេទ្យផ្នែកសង្គ្រោះនៃមន្ទីរពេទ្យព្រះកុសុមៈគឺលោកវិជ្ជបណ្ឌិតខេត្តយ៉ាដែនជំនាញឯកទេសខាងព្យាបាលជំងឺសន្លាក់និងសរសៃប្រសាទ
ថ្លែងថាជំងឺសរសៃភាគច្រើនដែលលោកបានទទួលព្យាបាលគឺសរសៃនៅត្រង់សន្លាក់ស្មាការឈឺសរសៃនិងឈឺសន្លាក់អានឹងវាជាជំងឺដែលសម្បូរនៅស្រុកខ្មែរយើងបាទដែលញឹកញាប់ជាងគេគឺភាគច្រើននៅសន្លាក់ស្មាហ្នឹងគឺច្រើនជាងគេបំផុតហើយនឹងកលិអាចបាទការជង្គង់ដែលអង្គុយបត់ជើងអត់កើតក្រោកឡើងពិបាកងើបអីហ្នឹងណាឬមួយក៏អាសន្លាក់ស្មាដែលលើកដៃអត់រួចបានត្រឹមប៉ុណ្ណេះអីហ្នឹងអានឹងភាគច្រើនគឺកើតចេញពីអញ្ចឹងហើយដែលឈឺតាមកឈឺតាមជង្គង់ឈឺតាមកដៃកជើងអីហ្នឹងអានឹងដូចអត់សូវមានមកទេលោកវិជ្ជបណ្ឌិតខេយ៉ាដែនពន្យល់ទៀតថាមានកត្តានិងមូលហេតុមួយចំនួនដែលនាំឲ្យកើតមានជំងឺសន្លាក់និងការឈឺសរសៃគឺទី1បណ្ដាលមកពីការប៉ះទង្គិចដូចជាដួលឬគ្រោះថ្នាក់ផ្សេងៗការគ្រោះថ្នាក់នេះអាចវិវត្តយូរទៅជាឈឺកត្តាទី2គឺបណ្ដាលមកពីភាពមិនប្រក្រតីនៃឈាមរបស់យើងឧទាហរណ៍ថានៅក្នុងឈាមយើងមានជាតិអាស៊ីតរិកឡើងខ្លាំងក៏អាចធ្វើឲ្យឈឺសរសៃឬក៏ឈឺសន្លាក់ដែរដែលចុងក្រោយបំផុតវាវិវត្តទៅជាជំងឺមួយយ៉ាងគេហៅថា good ជំងឺក្មេងកំងតាមដៃហ្នឹងណាបាទហើយមួយទៀតតកតទៅនឹងបញ្ហាឈាមដែរគឺដូចជាការឡើងជាតិខ្លាញ់ខុសពីធម្មតាការឡើងជាតិខ្លាញ់ខុសពីធម្មតាហ្នឹងគឺឧទាហរណ៍ដូចជាខ្លាញ់នៅក្នុងសរសៃឈាមឬមួយក៏ខ្លាញ់ក្នុងសរសៃឈាមបេះដូងអាហ្នឹងកាលណាវាឡើងច្រើនក៏អាចធ្វើឲ្យឈឺសរសៃដែរលោកបន្តថាជួនកាលទៀតគឺបណ្ដាលមកពីមេរោគដែលនៅក្នុងឈាមយូរមកហើយជាពិសេសគឺមេរោគសន្លាក់ឬមួយក៏មេរោគដែលមានត្រាំត្រែងនៅក្នុងឈាមយើងហ្នឹងដែលតាមលក្ខណៈ laboratory គេហៅថា CPR ហ្នឹងពួក CPR ហ្នឹងឡើងខ្លាំងក៏ធ្វើឲ្យបញ្ហាឈឺសន្លាក់យើងហ្នឹងជារឿយៗតែងតែកើតឡើងដែរហើយមួយទៀតកត្តាបន្ទាប់បន្សំឧទាហរណ៍ថាយើងញ៉ាំស្រាច្រើនឬមួយក៏ទទួលទានបារីច្រើនក៏អាចធ្វើឲ្យការឈឺសន្លាក់ហ្នឹងកើតឡើងច្រើនដែរហើយសំខាន់បំផុតនោះដែលយើងគិតមិនរួចគឺកត្តាចំណីអាហារដែលយើងទទួលទានរាល់ថ្ងៃហ្នឹងភាគច្រើនអាចពាក់ព័ន្ធជាមួយនឹងសារជាតិគីមីច្រើនអាហ្នឹងក៏ជាភ្នាក់ងារមួយធ្វើឲ្យឈឺសន្លាក់ដែរហើយមិនត្រឹមតែឈឺសន្លាក់ទេគឺវាអាចធ្វើឲ្យមានជំងឺផ្សេងទៀតជាច្រើនដែលយើងមិនអាចរៀបរាប់អស់រីឯរោគសញ្ញាដែលបង្ហាញថាមានជំងឺសន្លាក់និងសរសៃគឺចាប់ផ្ដើមជាចម្បងដោយការឈឺនៅសន្លាក់ណាមួយដែលមានបញ្ហារលាកកាលណាមានជំងឺសរសៃដូចជាហើមរួញឬក៏អាលាកសរសៃនឹងឯងគឺកន្លែងដែលលាកកន្លែងដែលរួញកន្លែងដែលហើមហ្នឹងគឺឈឺត្មងហើយទៅនឹងបើសិនជាគាត់អាលាកខ្លាំងដូចជាអាលាកសរសៃដែលមានអាស៊ីតរិកឡើងហ្នឹងគឺកន្លែងហ្នឹងវាក្តៅហើយឡើងក្រហមហើមទៀតពីព្រោះសរសៃដែលយើងនិយាយក្នុងហ្នឹងគឺជាសរសៃវិញ្ញាណឬក៏គេហៅថាសរសៃប្រសាទហ្នឹងអាប្រព័ន្ធសរសៃវិញ្ញាណហ្នឹងគឺវាមានតួនាទីសម្រាប់ផ្ដល់ព័ត៌មានឬក៏សម្រាប់បញ្ជូនព័ត៌មានមកឲ្យខួរក្បាលយើងដឹងថាវាឈឺអញ្ចឹងនៅពេលណាដែលមានកន្លែងណាឈឺគឺពាក់ព័ន្ធនឹងសរសៃហ្នឹងឯងបើសិនជានៅក្នុងខ្លួនយើងបើយើងឆ្កឹះសាច់មកដុំមកក្រៅហើយដែលសាច់ហ្នឹងអត់មានសរសៃវិញ្ញាណហ្នឹងទេក៏យើងអត់ដឹងថាឈឺដែរបាទអំពីការព្យាបាលវិញលោកវិជ្ជបណ្ឌិតខេកយ៉ាដែនមានប្រសាសន៍ថាការព្យាបាលបញ្ហាឈឺសរសៃនិងការឈឺសន្លាក់គឺមានទិសដៅនិងដំណាក់កាលផ្សេងៗគ្នាទៅតាមស្ថានភាពនៃជំងឺទាំងនោះតាមលក្ខណៈវិទ្យាសាស្ត្រការព្យាបាលឈឺសរសៃនិងឈឺសន្លាក់ហ្នឹងវាជាមេធាងមួយនៅក្នុងចង្កោមរបស់ផ្នែក anesthesia local regional មានន័យថាជាផ្នែកការចាក់ឲ្យស្ពឹកនៅតាមតំបន់ណាហើយគោលបំណងរបស់ផ្នែកហ្នឹងគេហៅវាថាជា pain clinic ហើយគោលបំណងរបស់ pain clinic ហ្នឹងវាមាន4រឿងសំខាន់រឿងទី1គឺធ្វើឲ្យបំបត្តិការឈឺចាប់ធ្វើអ្នកជំងឺបាត់ឈឺហើយរឿងទី2ធ្វើឲ្យសរសៃដែលហើមហ្នឹងគឺវាបាត់ហើមនិងរឿងទី3ធ្វើឲ្យសរសៃដែលលាកហ្នឹងបាត់រលាកនិងរឿងទី4កើតឡើងដោយសារការរួញសរសៃវិញ្ញាណហ្នឹងគឺធ្វើឲ្យសរសៃហ្នឹងវាលាមកវិញកាលណាសរសៃនឹងវាលាមកវិញបាត់ហើមបាត់រលាកចរន្តហូរទៅមករបស់សរសៃវិញ្ញាណនឹងត្រឡប់មកប្រក្រតីឡើងវិញគឺអ្នកជំងឺបាត់ឈឺលោកវិជ្ជបណ្ឌិតមានប្រសាសន៍បញ្ជាក់ថាការព្យាបាលមិនបានត្រឹមត្រូវអាចនាំឲ្យមានផលវិបាកដល់សុខភាពធ្ងន់ធ្ងរជាពិសេសការព្យាបាលដែលអ្នកជំងឺទៅឲ្យអ្នកលក់ថ្នាំផ្សំថ្នាំបំបាត់ការឈឺចាប់ឲ្យគាត់លេបម្ដងម្កាលដែលថ្នាំទាំងនោះលាយថ្នាំអរម៉ូន
អ្នកលក់ថ្នាំសង្ហៃគាត់ឆ្លាតដែរអ្វីដែលធ្វើទៅបាត់ឈឺភ្លាមនោះគឺគាត់អាចលាយជាមួយនឹងពពួកកូទីកូអ៊ីតឬក៏ស្តេរ៉ុយដឲ្យលេបទៅអញ្ចឹងគាត់លេបហើយប្រហែលជាកន្លះម៉ោងឬក៏1ម៉ោងក្រោយមកគាត់បាត់ឈឺតែអស់ជាតិថ្នាំវាឈឺឡើងវិញអញ្ចឹងវាមិនមែនជាកត្តាល្អទេដែលយើងនៅតែប្រព្រឹត្តការលេបថ្នាំតាមរយៈដែលការផ្សំថ្នាំម្ដងម្កាលពីអ្នកដែលអត់មានជំនាញចុងក្រោយបំផុតគឺគាត់នឹងអាចមានផលវិបាកទៅជាជំងឺកាពះអាចធ្លាយកាពះជំងឺខ្សោយតម្រងនោមឲ្យទៅជាហើមមុខហើមមាត់ឬក៏ពាក្យបច្ចេកទេសហៅថា maladie de Cushing ហ្នឹងនឹងចុងក្រោយបំផុតគឺប្រព័ន្ធការពារនៅក្នុងខ្លួនយើងក៏ចុះខ្សោយពេលហ្នឹងគឺពិបាកព្យាបាលអញ្ចឹងគួរតែមករកអ្នកជំនាញបើសិនជាមានបញ្ហានឹងកើតឡើងហើយការព្យាបាលគឺតាមលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវចេញពីសាលាច្បាស់លាស់លោកវិជ្ជបណ្ឌិតខេកយ៉ាដែនពន្យល់ទៀតថាសរសៃប្រសាទឬសរសៃវិញ្ញាណគឺមានសរសៃឈាមទៅចិញ្ចឹមតូចហើយតិចតួចដូច្នេះការប្រើថ្នាំលេបគឺមិនងាយនឹងជ្រាបដល់សរសៃដែលរលាកនោះណាស់ការប្រើថ្នាំលេបត្រូវប្រើរយៈពេលយូរហើយមិនប្រសើរដោយការព្យាបាលដោយថ្នាំចាក់ទេដូច្នេះថ្នាំដែលយើងលេបទៅមុននឹងដឹកនាំទៅដល់កន្លែងដែលអាលៀកហ្នឹងគឺសឹងថាអស់ឬមួយក៏គ្មានតែម្ដងអញ្ចឹងយើងលេបថ្នាំរហូតទៅដល់1ខែគាត់ថាបាត់ឈឺបដោះអាសន្នហើយឈឺមកវិញអញ្ចឹងឈឺបាត់រហូតតែអត់ជាទេតែដោយឡែកសម្រាប់ការព្យាបាលរបស់ខ្ញុំគឺខ្ញុំចាក់ថ្នាំចំកន្លែងដែលឈឺអញ្ចឹងអ្វីដែលយើងចង់បាននោះគឺវាចំគោលដៅច្បាស់លាស់ហើយថ្នាំត្រូវបានដឹកជញ្ជូនទៅកន្លែងដែលឈឺហ្នឹងសឹងថា 100% ដូច្នេះការដែលយើងចាក់ថ្នាំមួយជុលហ្នឹងសឹងថាលេបថ្នាំមួយខែក៏អត់ស្មើនឹងយើងចាក់ថ្នាំមួយជុលហ្នឹងដែរហើយទៅមិនដឹងការដែលយើងចាក់ទៅគឺផលវិបាកមានតិចតួចឬក៏សឹងតែគ្មានតើតើនឹងគុណភាពល្អអានេះបើសិនការលាកសរសៃនេះគឺកើតឡើងដោយសារការប៉ះទង្គិចហើយដែលនៅក្នុងខ្លួនយើងដែលនៅក្នុងឈាមយើងហ្នឹងវាអត់មានអាកត្តាមួយចំនួនធំដែលខ្ញុំនិយាយពីមុនមកហ្នឹងទេចាក់តែម្ដងហ្នឹងគឺអ្នកជំងឺអាចជារយៈពេលពី10ឆ្នាំទៅ20ឆ្នាំជួនកាលអាចបាត់រហូតបាទទាក់ទងនឹងផលវិបាកនៃជំងឺសន្លាក់និងជំងឺរលាកសរសៃដែលមិនបានព្យាបាលអាចមានករណីចំនួនពាក់កណ្ដាលបានជាសះស្បើយឡើងវិញដែរនិងពាក់កណ្ដាលទៀតអាចវិវត្តទៅជាធ្ងន់ធ្ងរមានកត្តាមួយចំនួនតូចអាចនាំឲ្យស្វិតដៃជើងដែរលោកវិជ្ជបណ្ឌិតខេកយ៉ាដែនណែនាំថាអ្នកជំងឺដែលមានបញ្ហាឈឺសន្លាក់ឬឈឺសរសៃគប្បីទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាលឲ្យបានត្រឹមត្រូវហើយដើម្បីបង្ការកុំឲ្យមានផលវិបាកផ្សេងត្រូវជៀសវាងការប្រើថ្នាំលេបបំបាត់ការឈឺចាប់ដែលផ្សំដោយគ្មានការបញ្ជាពីគ្រូពេទ្យជំនាញជាក់លាក់ខ្ញុំលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញជាបន្តទៅទៀតនេះនាងខ្ញុំម៉ៅសុធានីសូមជូនព័ត៌មានបញ្ចប់សង្គមស៊ីវិលព្រួយបារម្ភពីការចាប់ខ្លួនព្រះសង្ឃវត្តស្ទឹងមានជ័យ2អង្គបន្ថែមទៀតគណៈដែលសមត្ថកិច្ចបានចាប់ខ្លួននិងផ្សឹកបដិជគុណសឿនហាយការចាប់ខ្លួននេះគឺសង្គមស៊ីវិលចាត់ទុកថាជាអំពើយងខ្នងហើយថាសមត្ថកិច្ចគ្មានអំណាចណាទៅចាប់ព្រះសង្ឃយកទៅឃុំឃាំងបានទេលក្ខណៈណាមានការផ្សឹកត្រឹមត្រូវពីមន្ត្រីសង្ឃតាមធម៌វិន័យក្នុងព្រះពុទ្ធសាសនាលោកច័ន្ទសវេតអនុប្រធានផ្នែកអង្គការនៃសមាគមអាត់ហុកបានដឹងថាការចាប់ខ្លួនព្រះសង្ឃពីរអង្គនេះគឺជារឿងនយោបាយសុទ្ធសាធពីព្រោះថាបដិជគុណថៃសាននិងបដិជគុណខិតវណ្ណៈគង់នៅកុដិលេខ44នៅក្នុងវត្តស្ទឹងមានជ័យរាជធានីភ្នំពេញជាមួយនឹងបដិជគុណសឿនហាយចាំមន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលសកម្មភាពពេញមួយថ្ងៃកាលពីម្សិលមិញនេះយល់ឃើញថាការសម្រេចផ្តន្ទាទោសប្រឆាំងស្ត្រីដែលជាសកម្មជនការពារដីធ្លី3នាក់បន្ថែមទៀតនិងប្រសង់វត្តស្ទឹងមានជ័យមួយអង្គផងប្រៀបបានដូចជារឿងឆាកកំ ប្លែងមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សលីកាដូចាត់ទុកថាការសម្រេចឲ្យសកម្មជនទាំងនោះមានទោសគឺពុំបានផ្អែកលើភស្តុតាងដាក់បន្ទុកណាមួយទាល់តែសោះ
មន្ត្រីអង្គការសិទ្ធិមនុស្សចំនួន2ប្រចាំខេត្តកំពតគឺសមាគមអាថុកនិងអង្គការលីកាដូកាលពីម្សិលមិញបានចុះទៅពិនិត្យមើលដីចម្ការប្រជាពលរដ្ឋចំនួន2ឃុំនៅក្នុងស្រុកទឹកឈូខេត្តកំពតហើយដែលមានទំនាស់ជាមួយនឹងក្រុមហ៊ុនលោកអុកញ៉ាសុកគង់និងដីឧទ្យានជាតិភ្នំបូកគោការចុះស៊ើបអង្កេតនេះគឺនៅបន្ទាប់ពីក្រមប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងឲ្យជួយដោះស្រាយក្រុមហ៊ុនការសូទីមនៅខេត្តកោះចេះបានយកគ្រឿងចាក់ត្រាក់ទ័រមួយគ្រឿងនិងកម្មករប្រមាណជា10នាក់មកឈូសឆាយដំណាំដំឡូងប្រជាពលរដ្ឋនៅលើផ្ទៃដីកំពុងមានចំនួនប្រមាណជា5ហិកតាកាលពីម្សិលមិញសង្គមស៊ីវិលបានទាមទារឲ្យអាជ្ញាធរពន្យាការដោះស្រាយនិងស្នើឲ្យភាគីទាំងពីរផ្អាកធ្វើសកម្មភាពលើដីមានចំនួនចាតុលាការខេត្តព្រៃវែងបានកោះហៅប្រជាពលរដ្ឋចំនួន7នាក់នៅក្នុងភូមិថ្នោតឃុំកំពង់ឫស្សីឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅសាលាដំបងខេត្តកាលពីម្សិលមិញគឺតាក់ទងករណីទំនាស់ដីរួមមួយកន្លែងនៅក្នុងសហគមន៍ប៉ុន្តែមនុស្សដែលតុលាការកោះហៅនោះមិនមានវត្តមានឡើយលោកនាងកញ្ញាជាទីមេត្រីការផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរសម្រាប់ពេលនេះចាប់តែប៉ុណ្ណេះយើងខ្ញុំសូមជូនពរដល់លោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់សូមជួបប្រកបតែនឹងសេចក្តីសុខចម្រើនកុំបីឃ្លៀងឃ្លាតឡើយចា៎នាងខ្ញុំម៉ៅសុធានីព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលា